សួស្តីប្រិយមិត្តជួបគ្នាជាមួយ Admin ម្ដងទៀតហើយនេះគឺជារឿង Dr. Strange មួយភាគទៀតដែលវាមានចំណងជើងថា Dr. Strange in the Multiverse of Madness រឿងនេះនិយាយអំពី Dr. Strange តាមជួយនឹងការពារក្មេងស្រីម្នាក់មានឈ្មោះថា America ពីព្រោះថាក្មេងស្រីម្នាក់នេះគាត់មានថាមពលពិសេសម្យ៉ាងនៅក្នុងខ្លួនតាំងពីកំណើតមកគាត់មានសមត្ថភាពអាចឆ្លងពហុចក្រវាឡទៅមកបានតាមចិត្តគាត់នឹងត្រូវបានតាមប្រមាញពីសត្វចម្លែកធំៗមួយចំនួនច្រើនគួរសមដែរបន្ទាប់ពីទទួលបានព័ត៌មាននេះហើយ Dr. Strange គាត់ទៅស្នើសុំឲ្យ Wanda Maximoff ជួយគាត់ផងដើម្បីការពារក្មេងស្រីនឹងក៏ប៉ុន្តែនៅពេលដែល Wanda គាត់ដឹងពីរឿងអស់នេះហើយមិនត្រឹមតែមកជួយទេបែរជាតាមប្រមាញ់ក្មេងស្រីនឹងបន្ថែមទៅវិញមុនចូលដល់ស្អីរឿង Admin សូមអធិស្ឋាននឹងសូមទុកជាមុនផងរកកំហុសឆ្គងនៃការឡើងដល់ចេតនាដោយហៅឈ្មោះតួអង្គខុសឬក៏មានការភ័ន្តច្រឡំសាច់រឿងអីណាមួយសម្រាប់ការគ្រប់គ្រងការសម្រាយវីដេអូរបស់ Admin ទោះបីជាវាតិចឬច្រើនប៉ុន្តែវាមានន័យណាស់សម្រាប់ Admin ដែលនេះវាបានបញ្ជាក់ពីការស្រឡាញ់ពីអ្នកនរគ្នាចំពោះ Admin ហើយក៏ជាកម្លាំងចិត្តធំដែរនៅដើមសាច់រឿងមានក្មេងស្រីម្នាក់ជាមួយនឹង Dr. Strange កំពុងរត់គេចពីការប្រមាញ់របស់សត្វចម្លែកមួយក្បាលហើយម្យ៉ាងទៀតកំពុងតែរត់រំលងទៅទីកន្លែងមួយដែលទុកសភៅមានឈ្មោះថា Ashanti វាកំពុងដេញមកប្រកិតតាមវាយប្រហារពីរនាក់នឹងខ្លាំងមែនទែនក៏ប៉ុន្តែនៅទីនេះ Dr. Strange គាត់បានប្រើ Magic របស់គាត់ក្រុមខ្ចប់ឲ្យមួយនោះឡើងចិត្តប៉ុន្តែអាសត្វចម្លែកមួយនោះគឺវាខ្លាំងមែនទែន Dr. Strange គាត់មិនអាចទប់ទល់ជាមួយវាបានយូរទេអញ្ចឹងទៅក៏បែកកំណត់គិតថាបើសិនជាបដ ாய் បិសាចនេះវាយកធម្មពលរបស់ American បានវាប្រកាសជាមានបញ្ហាដែលមិនអាចស្មានដល់បើសិនជាវាអញ្ចឹងដែរ Dr. Strange ក៏សម្រេចចិត្តថាយកធម្មពលរបស់ American នឹងដាក់ចូលទៅក្នុងខ្លួនរបស់គាត់វិញហ្មងទៅដោយគិតថាក្មេងនឹងអត់អាចគ្រប់គ្រងធម្មពលរបស់ខ្លួនបានប៉ុន្តែ Dr. Strange គាត់ធ្វើកើតសម្រេចចិត្តហើយកំពុងតែចាប់ផ្ដើមក៏ប៉ុន្តែបិសាចនឹងវាបានចាក់ Dr. Strange នឹងពីក្រោយហើយវាកំពុងតែព្យាយាមស្រូបធម្មពលរបស់ក្មេងស្រីមានឈ្មោះថា America ក៏ប៉ុន្តែក្មេងនោះភ័យខ្លាំងពេកបានចេញធម្មពលមកដោយមិនដឹងខ្លួនបើក portal ទៅចក្រវាឡផ្សេងទៀតជាមួយគ្នានឹងក៏បានអូសសាកសពរបស់ Dr. Strange នឹងទៅដែរដែលនេះវាគ្រាន់តែជាការយល់សប្តិរបស់ Dr. Strange គាត់ភ្ញាក់ពីដំណេកមកភ័យខ្លាំងមែនទែនឡើងចង់បែកអាចឃ្លៀអីចំណែកនាឡិកាដៃនេះយើងឃើញតាំងពី Dr. Strange ភាគដំបូងនោះមូលហេតុដែលគាត់ស្រឡាញ់វាខ្លាំងនឹងគឺដោយសារនាឡិកានឹងត្រូវបានឲ្យដោយសង្សាររបស់គាត់មានឈ្មោះថា Christine បែកប្រែយ៉ាងណាក៏ដោយក៏នៅតែស្រឡាញ់ខ្លាំងណាស់ដែរឥឡូវនេះគាត់កំពុងរៀបចំខ្លួនស្លៀកពាក់យ៉ាងស្អាតបាតដើម្បីចូលរួមអាពាហ៍ពិពាហ៍របស់ Christine នៅទីនេះ Dr. Strange ជួបជាមួយបរិសម្នាក់ដែលកំពុងនិយាយគ្នាពីនេះពីនោះអញ្ចឹងទៅអាប៉ែនោះគាត់និយាយថា Dr. Strange បាត់តាណាយូរមែនដែលឃើញប្រហែលជា5ឆ្នាំហើយក៏បានរៀបរាប់ហើយនឹងនិយាយល្អអំពីការបាត់បង់សាច់ឆ្មារបស់គាត់ទាំងពីរក្បាលជាមួយគ្នានឹងកម្មវិធីរបស់គេក៏បានចាប់ផ្ដើមឡើង Christine កំពុងតែដើរមកដល់ទីនេះ Dr. Strange នោះក៏តាមងាកមើលចង់កកិច្ចកដែលក្នុងចិត្តកំពុងគិតថាអើយចប់បាត់ហើយអញគេការចោលអត់លិតមែនទេរៀបចំកម្មវិធីឲ្យអស់ស្រែកទឹកខ្លាំងមែនទេមកដល់ទីនេះ Dr. Strange គាត់កំពុងផឹកស្រានៅក្បែរហ្នឹងជីស៊ីនគាត់ថាមកឲ្យស្រាក្រហមមកកែមើលក៏ប៉ុន្តែ Dr. Strange គាត់ប្រើម៉ាជីរបស់គាត់អាទឹកខ្លាំងទៅពណ៌ក្រហមភ្លាមនៅពេលដែលជីស៊ីនកំពុងរៀបដើរចេញទៅនោះ Dr. Strange គាត់ដូចជាមិនអស់ចិត្តទេកំពុងតែហៅត្រឡប់មកទីនេះវិញដើម្បីព័ត៌មានអំពីការឆ្លាញ់របស់គាត់ទៅជីស៊ីនឲ្យបានដឹងណាស្ដាប់ការនិយាយរបស់គាត់ហើយមិនដឹងថាមើលទៅ Dr. Strange គាត់មិនបានការជាមួយជីស៊ីននឹងមិនមែនដែលគាត់រហូតនៅមិនចុះសម្រងគ្នាទេដោយសារតែគាត់នឹងគឺជា super hero មានតួនាទីជាប់ខ្លួនអីអញ្ចឹងណាដែលនេះវាប្រហែលជាមូលហេតុមួយដែរទើប Dr. Strange ហើយនឹង Justin នឹងគាត់មិនបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានឹង Justin គាត់បានបន្តទៅវិញឲ្យដឹងថាគាត់ដឹងថា Dr. Strange គឺជាមនុស្សម្នាក់ដែលតែងតែកាន់កាបិតខ្លួនឯងជាប់ដៃរហូតមិនឲ្យអ្នកណាគេយកវាមកប្រើទេដែលនេះមានន័យថា Dr. Strange គាត់មិនទុកចិត្តនរណាម្នាក់ក្រៅពីខ្លួនគាត់ទេពីព្រោះថាគាត់គឺជាវិជ្ជបណ្ឌិតវះកាត់ម្នាក់ដែលឯកទេសខ្លាំងបំផុតវាអត់ដែលបរាជ័យនៅក្នុងការវះកាត់របស់គាត់ទេហើយគាត់តែងតែគិតថាគ្មាននរណាម្នាក់អាចនឹងធ្វើបានដូចខ្លួនទេអានេះហើយវាគឺជាហេតុផលមួយដែល Dr. Strange នៅចក្រវាឡផ្សេងមួយទៀតចង់យកធម្មពលពីអាមេរិកកាលពីដើមសាច់រឿងនឹងឯងទោះជាយ៉ាងណាក៏ដោយ Christine គាត់នៅតែគោរពហើយនឹងសរសើរ Dr. Strange ខ្លាំងមែនទែន Dr. Strange និយាយទៅទៀតថាគាត់រីករាយនឹងចូលរួមអាពាហ៍ពិពាហ៍របស់ Christine នេះណាផឹកស្រាហើយនឹងទៅជ័យគ្នាពីវិមាត់ចេញម្ដងខាងក្រៅមិនដឹងយ៉ាងណាយ៉ាងណីទេឃើញមនុស្សផ្អើលរត់តែប្រសាចពេញក្រុងខាងក្រោមហ្នឹងអញ្ចឹងទៅអត់ចាំយូរទេទាញអាកាម៉ាហ្នឹងទៅចេញជាស្បាយហោះចុះទៅក្រោមស្ទុយទៅបាត់មកដល់ទីនេះឆ្ងល់ខ្លាំងមែនទែនមិនដឹងយ៉ាងម៉េចឧបករណ៍អស់ហ្នឹងវាហោះហើរឲ្យពេញទៅដីដល់ពេលគាត់ប្រើម៉ាជីរបស់ខ្លួនទៅគឺថាមានអាមឹកយ៉ាក់មួយហ្នឹងកំពុងអុកឡុកទីក្រុងនៅកន្លែងហ្នឹងវាកំពុងទៅវាយប្រហារនឹងដេកចាប់ក្មេងស្រីម្នាក់ឈ្មោះថា American ហ្នឹងឯងនៅពេលដែលជួបមុខគ្នាហ្នឹង Dr. Strange ដូចជារឿងប្រហែលសួរថាមិនដែរដូចជាធ្លាប់ជួបគ្នាកន្លែងណាអាមេរិកជាមួយនឹង Dr. Strange ឥឡូវផ្លឹកមើលមុខគ្នាអានោះម្ដងផ្ទះម្ដាយម៉ាំងទៀតទៅស្លាប់ឆឹងងាកមកបាត់ក្មេងស្រីឈ្មោះថាអាមេរិកនឹងបាត់កលេចមើលឆ្វេងមើលស្ដាំខំមើលចំទៅណាមកណីទេអោនមើលមកអានឹងក្រមពុះនេះចង់ងើទៅណាក្មេងតូចមកលេងនឹងចាប់ពីរនាក់ជាមួយគ្នានឹងវងមកដល់ទីនេះបានជួយតន់ប្រើអាខ្សែតីរបស់គាត់នឹងហោះទៅកវីកវត្តឆ្វេចសម្រាប់ខ្លួនលយខ្លាំងមែនទែនប៉ុន្តែគ្មានប៉ះអនុបានមកសៃសក់ទេហើយ Dr. Strange នឹងស្លាប់ឆឹងអាស្បែកនឹងកំពុងទះកាភ្លៀងផ្លាច់មេងើបឡើងមេងើបមើលទៅដាស់យ៉ាងណាក៏មិនព្រមភ្ញាក់ដែរអញ្ចឹងហោះទៅជួយក្មេងស្រីមួយនឹងសិនទៅឡើងទៅដល់លើផុតដល់ណាដល់ណីនៅចាប់ទាញម៉ូតូគប់ត្រូវទៀត Dr. Strange ជាមួយវងគាត់ជុំមុខគ្នានិយាយមួយម៉ាត់ពីរទៅក៏ប៉ុន្តែនិយាយដៃនៅធ្វើការណា
ព្រមមកចេញជាចង្វាក់មួយម្នាក់ប៉ុណ្ណានៃតកប់អាមឹកហ្នឹងហើយអាខ្លួនឯងមនុស្សទូចញឹបសោះទាញទៅចង្វាក់យកតកប់គេមានណាអានោះវាអូសឲ្យឡើងទៅលើទាំង2ទាំង3ហ្នឹងអត់មើលមៀតគេទេប៉ុណ្ណាហើយអាខ្មៅមួយគឺជាអនាគតស្វាមីរបស់ Justin គាត់និយាយថាអូយលុយខ្លាំងម៉េច Justin ក៏ដូចថាឃើញអតីតហានីរបស់អូនអញ្ចឹងអាសត្វមឹកហ្នឹងខ្លាំងមែនតើពីអ្នក Dr. Strange ធ្វើយ៉ាងណាក៏នៅមិនឈ្នះវាឥឡូវហ្នឹងរាប់ដៃរាប់ជើងជាប់អស់ព្រមមកជីកលេងកាត់អញ្ចឹងទៅអាមេរិកគាត់បិចោតតិចទៅដើម្បីវាបែកកម្មដ្ឋានជាមួយគ្នាហ្នឹងអាស្បៃពកក្រហមរបស់ Dr. Strange ហោះមកដល់ទីនេះខ្ទប់ភ្នែកចិត្តអានេះវាគឺជាអាការអត់ចាំយូរទេ Dr. Strange តដោអាបកោភ្លើងនឹងមករកភ្នែកអាមួយនោះជ្រុះទៅដីបាត់អូដៃជើងវែងធំផងតែប៉ុណ្ណេះកាត់ក្លឹងគីឡូយកអាំងបន្ទាប់ពីប្រយុទ្ធមកប្រែហើយវងជាមួយ Dr. Strange បន្ទាប់ពីជួបគ្នាដោយចៃដន្យនៅទីនេះពីរអ្នកគាត់កំពុងសួរគ្នាទៅវិញទៅមកថាក្មេងស្រីនេះគឺជាអ្នកណាគេដែលគាត់គិតថាស្មានតែមកជាមួយ Strange គិតថាស្មានតែមកជាមួយវងកំពុងតែជជែកគ្នាទៅអាមេរិកប្រូចមិនត្រឹមតែប៉ុណ្្នឹងលួចអញ្ជើញរបស់ Dr. Strange ទៅជាមួយទៀតគេខំប្រឹងជួយមិនត្រឹមតែម្ដងគាត់លួចអញ្ជើញគេរត់ទៀតណែចាប់បានស្រេចចង់តាណាក្មេងតូចឲ្យអញ្ជើញមកវិញឲ្យលឿនបន្ទាប់ពីហ្នឹងទៅ Dr. Strange គាត់និយាយថាការប្រយុទ្ធមិញហ្នឹងគាត់បានជាសពឃើញខ្លួនហើយនឹងក្មេងស្រីម្នាក់ហ្នឹងវាយគ្នាជាមួយនឹងសត្វចម្លែកក៏ប៉ុន្តែអាមេរិកគាត់និយាយថាវាមិនមែនជាការយល់សពទេគឺជាការពិតដែល Dr. Strange ត្រូវបានសម្រាប់ការប្រយុទ្ធមិញហ្នឹងគឺជា Dr. Strange មួយទៀតនៅឯចក្រវាឡផ្សេងលឺអញ្ចឹងដូចយើងស្ងល់ដែរណាអត់ចង់ជឿទេបែកងាងបណ្ដោយមកដល់តុអង្គុយនេះអាមេរិកគាត់សួរថាតើ Dr. Strange ជាមួយនឹងវងហ្នឹងមានបទពិសោធន៍ជាមួយនឹងពហុចក្រវាឡប៉ុណ្ណាដែរDr. Strange គាត់ថាមិនសូវដឹងច្បាស់ប្រហែលទេប៉ុន្តែបទពិសោធន៍ជាក់ស្ដែងជាមួយគាត់កាលពីមុនហ្នឹងគឺពាក់ព័ន្ធគ្នាជាមួយទៅនឹង Spider-Man នៅពេលដែលលើបែបហ្នឹងអាមេរិកគាត់ឆ្ងល់ខ្លាំងមែនទែនស្អីគេ Spider-Man ហ្នឹងអត់ដែរស្គាល់គាត់ថា Spider-Man ហ្នឹងមិនដែរមើលទៅដូចពីងពីងមែនហើយបាញ់ស្រឡាញ់ចេញតាមគូតឬក៏មិន Dr. Strange គាត់និយាយហេតុផល5 1 2 3ចឹងទៅណាថា Spider-Man ហ្នឹងគឺជាមនុស្សធម្មតាដូចគេដូចឯងទេប៉ុន្តែគាត់ថាមានធម៌ពលពិសេសអីចឹងទៅមើលទៅដូចឃ្លានខ្លាំងមែនទែនអានំនឹងដៃដាក់តាពីយក Dr. Strange គាត់និយាយថាមួយទៅគាត់លឿនតិចប្រយ័ត្នឈឺពោះក្មេងស្រីនោះគាត់និយាយថាគាត់មកពីចក្រវាឡផ្សេងមែនប៉ុន្តែគាត់គឺជាមនុស្សមានប្រវៀនប្រតាំងត្រូវការស៊ីចុកដូចគ្នាដែរតាហើយជាមួយគ្នានឹងអាមេរិកគាត់និយាយជាភាសាស្អីទេដូចជាមេស៊ីកូអីហ្នឹងទៅជាមួយ Dr. Strange គាត់មិនចេះស្ដាប់ទេអញ្ចឹងទៅវងគាត់ឆ្លើយជំនួសណាចំណែក Dr. Strange នេះគាត់ខឹងខ្លាំងមែនទែននិយាយថាគាត់បោះបង់ពេលវេលាដ៏មានតម្លៃរបស់គាត់ចូលរួមមកពីវិភាជាមួយមនុស្សជាទីស្រឡាញ់របស់គាត់ដើម្បីមកជួយក្មេងស្រីម្នាក់ហ្នឹងណាហើយកំពុងនិយាយហ្នឹងវងគាត់កាត់ថាអ្វីដែរ Dr. Strange ការជាមួយ Steam ឬក៏មិនហើយជាមួយគ្នាហ្នឹងម្នាក់ស្រីនោះកាន់ទូរស័ព្ទមកដើរមកថតសួរតាមអត់ប្រកាន់ហើយគាត់ចង់ថតរូបអញ្ចឹងហើយ Dr. Strange នោះដល់ពេលសួរគាត់ម្ដងពីរហើយណាមួយកំពុងតវល់ផងម្ដងឆ្លើយណាទុកណាម្ដង yes ម្ដង no Steam? Do you mind? Yes, I do. No, I បន្ didn't. ទាប់ពីហ្នឹងទៅ Dr. Strange គាត់សួរថាឥឡូវនេះមានរឿងអីកើតឡើងបញ្យល់គាត់មកវល់អស់ហើយនេះហើយមិនបានមឹកហ្នឹងវាចង់មកស៊ីក្មេងស្រីមួយហ្នឹងអញ្ចឹងអាមេរិកគាត់ថាមឹកហ្នឹងមិនមែនចង់មកស៊ីគាត់ទេគឺដើម្បីចាប់គាត់យកទៅឲ្យអ្នកផ្សេងមួយទៀតដើម្បីស្រូបធម្មពលចេញពីខ្លួនហើយអញ្ចឹងទៅ Dr. Strange ក៏ឆ្ងល់ធម្មពលស្អីគេក្មេងស្រីហ្នឹងនិយាយថាគឺធម្មពលពិសេសមួយដែលអាចធ្វើដំណើរឆ្លងពហុចក្រវាឡបានប៉ុន្តែបច្ចុប្បន្ននេះគឺខ្លួនគាត់មិនទាន់ចេះប្រើវាបានគ្រប់គ្រាន់ទេហើយឥឡូវនេះកំពុងភ័យខ្លាចខ្លាំងមែនទែនអាមេរិកកំពុងបញ្យល់និយាយទៅថាការពីដើមសាច់រឿងគាត់បានជួបជាមួយ Dr. Strange មួយទៀតដែលបានស្លាប់ហ្នឹងកាលនោះពីរអ្នកគាត់ហ្នឹងកំពុងរត់រកសភៅមួយដែលវាមានឈ្មោះថា Ashanti ក៏ប៉ុន្តែ Dr. Strange ជាមួយនឹងវងក៏អត់ជឿទេដោយនិយាយថានេះវាគ្រាន់តែជារឿង fairy tale តែប៉ុណ្ណោះវាមិនមានពិតប្រាកដនៅលើលោកនេះទេក៏ប៉ុន្តែវងគាត់និយាយថាបើសិនជាសភៅនេះវាមានពិតប្រាកដមែនមិនមែនថាម្នាក់ណាគិតថាចង់ទៅយកអាចទៅយកវាបានដូចចិត្តទេអាមេរិកគាត់បញ្ជាក់ច្បាស់ហ្មងការដែលគាត់និយាយនេះវាមិនមែនជាការនិយាយលេងទេព្រោះសារពីរអ្នកគាត់ជាមួយ Dr. Strange នោះបានទៅដល់ទីកន្លែងនោះមែនអានេះហើយគឺជាមូលហេតុដែល Dr. Strange មួយទៀតនោះបានស្លាប់ហើយ Dr. Strange នៅទីនេះគាត់នៅតែនិយាយថាជាការយល់សប្តិក៏ប៉ុន្តែអាមេរិកគាត់បញ្ជាក់ម្ដងហើយម្ដងទៀតថាវាគឺជាការពិតអញ្ចឹងទៅ Dr. Strange ក៏ឲ្យអាមេរិកហ្នឹងទៅបង្ហាញផុសតាំងមកដល់ទីនេះឃើញ Dr. Strange មួយទៀតមុខមាត់ដូចគ្នាបេះបិទទៅក្នុងការយល់សប្តិរបស់គាត់ហ្នឹងឥឡូវនេះជឿអីថាអ្វីគ្រប់យ៉ាងដែលបានឃើញការពីដេកហ្នឹងវាមិនមែនជាការយល់សប្តិទេឥឡូវនេះគាត់កំពុងគិតគ្នាពីអ្នកវងថាពហុចក្រវាឡវាមានពិតប្រាកដមែនហើយណាមួយម្នាក់តែងតែមានខ្លួនឯងមួយទៀតនៅចក្រវាឡផ្សេងដូចគ្នាហើយឥឡូវនេះ Dr. Strange ក៏កំពុងគិតថាការដែលនៅទីនេះក្មេងនឹងមិនអាចមានសុវត្ថិភាព 100% ទេប្រកបជាមានបិសាចហើយនឹងសត្វចម្លែកអីផ្សេងទៀតតាមមកដល់ទីនេះមិនយូរមិនឆាប់ដោយគិតថាធម៌ពលរបស់គាត់ពីរអ្នកវងនឹងមិនអាចទប់ជាមួយអាសត្វអស់នឹងជាប់ទេជាបដិសនវងជាមួយនឹង Dr. Strange កំពុងទៅហៅអាមេរិកហ្នឹងឲ្យទៅកន្លែងរបស់គាត់មួយដែលវាមានឈ្មោះថា Kamar-Taj វាមិនសុវត្ថិភាពណាស់ទេប៉ុន្តែអាចការពារអាមេរិកបានមួយរយៈដែរក៏ប៉ុន្តែអាមេរិកគាត់មិនសូវទុកចិត្ត Dr. Strange ប្រហែលទេពីព្រោះថា Strange មួយដែលបានដេកស្លាប់នៅទីនេះព្យាយាមយកជីវិតរបស់គាត់កាលពីដើមសាច់រឿងអញ្ចឹងទៅក៏គិតខ្លាចថា Dr. Strange នៅចក្រវាឡគោអាចនឹងធ្វើដូចគាត់ដែរបន្ទាប់ពីយកសាកសព Dr. Strange មួយដែលបានស្លាប់បញ្ចុះចូលទៅក្នុងនេះហើយឥឡូវនេះពីរអ្នកគាត់កំពុងគិតថាតរជំនួយពី Wanda ហើយយើងងាកមកមើល Wanda នេះវិញទស្សនវិជ្ជាបែបនេះគឺវាមានក្តីសុខខ្លាំងមែនទែនគាត់កំពុងនៅជាមួយកូនប្រុស2នាក់ពោពេញទៅដោយស្នាមញញឹមក៏ប៉ុន្តែអ្វីដែលយើងកំពុងឃើញនេះវាគ្រាន់តែជាការយល់សប្តិរបស់ Wanda តែប៉ុណ្ណោះសាច់រឿងដែលយើងឃើញថា Wanda គាត់មានកូនប្រុស2នេះគឺវាតពីសាច់រឿងមួយដែលវាមានចំណងជើងថា Wanda and Vision
វាគឺជាប្រភេទរឿងភាគរបស់ MCU ដែរក៏ប៉ុន្តែបច្ចុប្បន្ននេះវ៉ាន់ដាគាត់មិនមានគ្រួសារណាមួយទេរស់នៅតែម្នាក់ឯងតែប៉ុណ្ណោះនៅទីនេះដូចជាផ្ទះរបស់គាត់នៅស្រយាលកណ្ដាលវាខ្លាំងមែនទែនមានដើមឈើធំៗនិងស្អាតៗជាច្រើនកំពុងតែកាត់សម្អាតវាណាជាមួយគ្នានឹងដុកទ័រ Strange មកដល់ទីនេះដែរនិយាយពីពីមកទៅពីរនាក់គាត់កំពុងតែជែកគ្នាអំពី Magic អីចឹងទៅហើយម្យ៉ាងទៀតវ៉ាន់ដាគាត់និយាយអំពីទុកកំហុសរបស់គាត់ដែលបានធ្វើឡើងការនៅទីក្រុងមួយដែលវាមានឈ្មោះថា Westview កំពុងតែនិយាយនឹងសម្ដែងការសោកស្ដាយជាខ្លាំងព្រោះសារការនោះគាត់បានធ្វើបាបប្រជាជននៅក្នុងតំបន់នោះច្រើនខ្លាំងមែនទែនក៏ប៉ុន្តែ Dr. Strange គាត់និយាយថាការដែលមកទីនេះគាត់មិនមែននិយាយពីទីក្រុងឈ្មោះថា Westview នឹងទេគឺគាត់ត្រូវការជំនួយពីវ៉ាន់ដាហើយកំពុងសួរថាតើវ៉ាន់ដាដឹងអីខ្លះពាក់ព័ន្ធជាមួយនឹងពហុចក្រវាឡក៏ប៉ុន្តែវ៉ាន់ដាក៏តបមកវិញថាពហុចក្រវាឡវាគ្រាន់តែជាទ្រឹស្ដីតែប៉ុណ្ណោះហើយបើសិនជាមានមែនគឺវាគ្រោះថ្នាក់ខ្លាំងអញ្ចឹងទៅ Dr. Strange គាត់រៀបរាប់សពបែបយ៉ាងពាក់ព័ន្ធជាមួយនឹងក្មេងស្រីឈ្មោះថាអាមេរិកាទៅឲ្យវ៉ាន់ដាគាត់ដឹងដោយនិយាយថាក្មេងស្រីហ្នឹងគាត់មានថាមពលពិសេសមួយអាចឆ្លងពហុចក្រវាឡបានហើយឥឡូវនេះកំពុងតាមប្រមាញ់ដោយសត្វច្រើនខ្លាំងមែនទែនដោយសារចង់បានថាមពលក្នុងខ្លួនរបស់ក្មេងហ្នឹងទៅប្រើប្រាស់រៀងៗខ្លួនហើយឥឡូវនេះជាបដិអាសន្នក្មេងហ្នឹងនៅកន្លែងមួយដែលហៅថាខមថាចប៉ុន្តែការការពាររបស់គាត់នឹងមិនអាចទប់បានយូរទេកំពុងតែត្រូវការជំនួយពីវ៉ាន់ដាហើយនិយាយទៅរំលឹកដល់ Avenger អីណានៅអញ្ចឹងណាហើយ Doctor Strange គាត់ដូចជាមិនចង់ពាក់ព័ន្ធជាមួយនឹង Avenger នោះទេហើយម្យ៉ាងទៀតនឹងបែកខ្ញែកទៅណាទៅណីអស់ទៅវ៉ាន់ដានិយាយថាបើសិនជាចង់មានសុវត្ថិភាពខ្លាំងឲ្យក្មេងស្រីនឹងមកនៅជាមួយគាត់ទីនេះមកទុកឲ្យខ្លួនគាត់ជាអ្នកការពារជំនួស Doctor Strange ក៏បានដែរហើយ Doctor Strange គិតក្នុងចិត្តអមិនទៅចឹងវិញសូមឲ្យជួយមិនចង់បានក្មេងញញឹមមកកន្លែងនេះវិញដែលនៅទីនេះវាគឺជាកន្លែងមួយនៃការបំផន់ភ្នែករបស់វ៉ាន់ដាតែប៉ុណ្ណោះអ្វីគ្រប់យ៉ាងវាកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់សភៅមួយដែលវាមានឈ្មោះថា Dark Hole ហើយបច្ចុប្បន្ននេះវ៉ាន់ដាគាត់បានប្រើសភៅនឹងរួចហើយតាំងពីភាគទី1រឿងរបស់វ៉ាន់ដានៅឯ Westview នោះហើយឥឡូវនេះរាងកាយរបស់គាត់គឺជាវ៉ាន់ដាហើយក៏អាចក្លាយទៅជាធ្មប់មួយទៀតដែលកាយសាហាវបំផុតដែលគេត្រូវបានហៅថា Scarlet Witch នៅទីនេះ Dr. Strange គាត់ក៏លេទៅដឹងន័យថាសភៅក្រហមនេះវាគឺជាសភៅមួយដែលហៅថា Dark Hole ហើយសភៅមួយនេះវានឹងបំផ្លាញរាល់អ្វីទាំងអស់ដែលយកវាមកប្រើហើយនឹងមកអាន Dr. Strange ក៏ឆ្ងល់ខ្លាំងមែនទែនកំពុងសួរនាំទៅវ៉ាន់ដាថាតើបានប្រើ Magic អីខ្លះហើយក៏ប៉ុន្តែវ៉ាន់ដាក៏និយាយថា Dark Hole នេះបានប្រាប់អ្វីដែលជាការពិតមកដល់ខ្លួនគាត់ពីព្រោះថាអ្វីគ្រប់យ៉ាងដែលវ៉ាន់ដាគាត់បានបាត់បង់ដូចជាកូនក្មេងៗរបស់គាត់ទាំងប្រមាណគាត់ទាំងអាចរកហើយនឹងយកកូនទាំងនោះមកវិញបាន Dr. Strange ក៏និយាយថាវ៉ាន់ដាអត់ដែលមានកូនពីមុនមកទេហើយកូនទាំងនោះកើតមកបានដោយសារ Magic របស់គាត់តែប៉ុណ្ណោះក៏ប៉ុន្តែវ៉ាន់ដាក៏តទៅវិញភ្លាមថាអាហ្នឹងឯងគឺជាអ្វីគ្រប់យ៉ាងដែលអ្នកម្ដាយផ្សេងទៀតគាត់តែងតែធ្វើហើយនៅបន្តនិយាយទៀតថានៅពេលដែលដឹងថាមានមនុស្សជាទីស្រឡាញ់នៅចក្រវាឡផ្សេងទៀតហើយពួកយើងអាចនឹងទៅបានសួរ Dr. Strange ទៅមើលថាតើសប្បាយចិត្តដែរឬក៏អត់ទេហើយឥឡូវនេះវាគឺជាការឲ្យនៅចាំអីទៀតវ៉ាន់ដាគាត់ត្រូវតែធ្វើអីអញ្ចឹងទៅ Dr. Strange គាត់និយាយថាបើសិនជាយក power ពីក្មេងស្រីឈ្មោះថាអាមេរិកានោះទៅគាត់ប្រកាសជាស្លាប់បាត់បង់ជីវិតជើងម្ខានក៏ប៉ុន្តែវ៉ាន់ដាអត់ខ្វល់ទេចង់បានអ្វីដែលខ្លួនត្រូវការអ្នកណាស្លាប់អីស្លាប់ទៅហើយក៏បាននិយាយប្រៀបធៀបអំពី Dr. Strange គាត់បានឲ្យ Time Stone ទៅឲ្យតំណោះចេះមួយចេះពីរអញ្ចឹងណាក៏សួរថាហេតុអីបានគ្រាន់តែជាការលះបង់របស់ក្មេងស្រីនឹងដើម្បីបដូរយកកូនគាត់ទាំងពីរមកវិញក៏មិនបានស្ដាប់ទៅវាអត់យុត្តិធម៌សោះក៏ប៉ុន្តែ Strange ក៏និយាយថាការនោះវាគឺជាសង្គ្រាមប៉ុន្តែនេះវាគឺជារឿងផ្ទាល់ខ្លួនមិនអាចយកវាមកប្រៀបធៀបគ្នាបានទេឥឡូវនេះវ៉ាន់ដាគាត់មិនត្រឹមតែមិនជួយទេបែរជាគំរាមទៅ Dr. Strange ទៀតឲ្យត្រឡប់ទៅខមថាវិញទៅហើយនឹងរៀបចំបកគោលក្មេងស្រីឈ្មោះថាអាមេរិកានឹងឲ្យគាត់មកបើសិនជាមិនចង់មានបញ្ហាធំជាមួយនឹងគាត់ពលពីអាមេរិកាហើយគាត់នឹងរលាយបាត់ខ្លួនពិភពនេះភ្លាមហើយនៅពេលដែលអៀបដើរចេញទៅគាត់បានពមៀនទៅម្ដងទៀតថាបើសិនជា Dr. Strange មិនបកគោលក្មេងនឹងមកឲ្យគាត់ទេអ្នកដែលទៅដល់ខមថាចមិនមែនជា Wanda ទេគឺជា Scarlet Witchមកដល់ទីនេះ Dr. Strange និយាយរឿងគ្រប់បែបយ៉ាងមកប្រាប់វងហើយឥឡូវនេះគាត់បានសន្និដ្ឋានថា Wanda ក៏លែងនៅទីនេះទៀតហើយអ្វីដែលគ្រប់គ្រងខ្លួនរបស់ Wanda នឹងហៅថា Scarlet Witch ទេឥឡូវនេះវងគាត់បាននិយាយរៀបរាប់ប្រាប់តកូនចៅគាត់ថា Wanda គឺជា Scarlet Witch ហើយធ្មប់មួយនេះគឺសាហាវខ្លាំងមែនទែនគាត់អាចផ្លាស់ប្ដូរការពិតឲ្យទៅជាអ្វីផ្សេងហើយអ្វីផ្សេងឲ្យក្លាយទៅជាការពិតបានកំពុងតែប្រកាសប្រាប់ឲ្យកូនចៅត្រៀមខ្លួនដើម្បីប្រយុទ្ធណាហើយក្មេងស្រីឈ្មោះថាអាមេរិកាហ្នឹងគាត់ក៏សួរបញ្ជាក់ថាអ្វីដែរហ្មងទៅហៅមនុស្សម្នាក់ឲ្យមកជួយគាត់ហើយឥឡូវនេះម្នាក់នឹងមិនត្រឹមតែមិនជួយគាត់ទេបែរជាចង់មកយកធម៌ពលពីគាត់ទៅវិញនៅពេលដែលដឹងពីដំណឹងនេះហើយអាមេរិកគាត់ហួសចិត្តខ្លាំងមែនទែនបន្ទាប់ពីទៅចែកគ្នាចប់ឥឡូវនេះពួកគាត់នៅក្នុងកម្មថាចទាំងគ្រូទាំងសិស្សហ្នឹងកំពុងតែនាំគ្នារៀបចំខ្លួនដើម្បីទទួលវ៉ាន់ដាមកទីនេះហើយវ៉ាន់ដាមកដល់ទីនេះទាំងកំហឹងហើយនិយាយទាំងយកមកទៅមកហើយឥឡូវនេះ Dr. Strange គាត់ហោះមកខាងលើនេះកំពុងតែនិយាយទុកកំហឹងហើយនឹងចរចាបញ្យល់ពីវ៉ាន់ដាហេតុផលចេះមួយចេះពីរទៅណាក៏ប៉ុន្តែវ៉ាន់ដាស្លាប់អត់ចូលទេនៅតែទាមទារយកក្មេងស្រីឈ្មោះថាអាមេរិកមកជាមួយខ្លួនឲ្យតទៅបាន Dr. Strange និយាយថាដាច់ខាតប្រឹងអស់ពីលទ្ធភាពការពារក្មេងស្រីនឹងឲ្យតទៅបានមនុស្សទូទាំងកម្មថានៅទីនេះនឹងតទល់ជាមួយវ៉ាន់ដាដល់ចុងក្រោយចំណែកវ៉ាន់ដានោះខឹងខ្លាំងមែនទែននិយាយឡើងអួតដំកអត់ចាំយូរទេវាយប្រហារយកតែមកក៏ប៉ុន្តែពួកនោះគេប្រើម៉ាជីកចេញទៅជាសៀលការពារបាញ់យ៉ាងណាក៏អត់ចូលដែរអញ្ចឹងទៅនឹកឃើញវិធីមួយទៅសំណមនុស្សម្នាក់នៅក្នុងចំណោមនោះឲ្យរត់អានោះវាបែកកម្មដ្ឋានរត់ប្រុចបុកជាមួយអ្នកផ្សេងទៀតបែកអាសៀលនឹងខ្ទេចខ្ទីអស់លេងអញ្ចឹងទៅបានដែរវ៉ាន់ដាវាយសម្រុកទៅទីកន្លែងនេះមកតំហឹងតែហ្មង
បាញ់តគ្នាទៅវិញទៅមកមានព្រួយមានអីដែរជាមួយនឹង Magic ម្នាក់បាញ់ទៅដែរតែដូចអត់ចូលទៅអសោះអញ្ចឹងទៅទាញកំភ្លើងធំមកដាក់ផាំងខ្ទាតទៅដល់ណាដល់ណីណាចំណែកវ៉ាន់ដាបន្ទាប់ពីធ្វើមកកប់យើងធ្ងន់ណាស់ដែរបកត្រឡប់មកវិញនឹងខ្ទេចខ្ទីអស់លីងអ្នកដែលនៅខាងក្រៅនោះគឺបានស្លាប់បាត់បង់ជីវិតអស់ជាច្រើនសល់ប្រហែលទៀតរហូតចូលទៅខាងក្នុងនេះគាត់ណាមកដល់ទីនេះជួបដុកទ័រស្រែងម្ដងទៀតគាត់និយាយថាបើសិនជាចង់បានក្មេងស្រីម្នាក់ហ្នឹងត្រូវតែឆ្លងសារសរបស់គាត់ប៉ុន្តែនេះវាគ្រាន់តែជាស្មោលហើយនឹងការបំភាន់ភ្នែកតែប៉ុណ្ណោះចាប់វ៉ាន់ដាយកទៅមួយកន្លែងទៀតមើលទៅដូចជាកញ្ចក់មិនដឹងអីមិនដឹងដែលទៅទីកន្លែងណាក៏ឃើញតែខ្លួនឯងដែរប្រើម៉ាជីកបាញ់ពុងប៉ាំងប៊ីឡងទៅក្បាលខ្លួនឯងទៀតអញ្ចឹងទៅគាត់ក៏ចាប់ផ្ដើមប្រើម៉ាជីកម្យ៉ាងដែលអាចឆ្លងទៅទីកន្លែងណាដែលវាមានរូបធាតុដូចជាកញ្ចក់និយាយទៅកន្លែងណាក៏ដោយឲ្យតែអាចឆ្លងមុខខ្លួនឯងឃើញទីនោះគឺវ៉ាន់ដាគាត់អាចចេញមកបានដែរចំណែកដុកទ័រស្រែងហ៊ុនមកដល់ទីនេះគ្នាគាត់ម្នាក់ត្រូវបានវ៉ាន់ដាទាញជាមួយចូលទៅខាងក្នុងនឹងអស់ហើយអញ្ចឹងគាត់ដឹងថាវ៉ាន់ដាគាត់កំពុងប្រើម៉ាជីកមួយនេះគាត់នាំគ្នាយកអីគ្រប់យ៉ាងទៅបាំងនៅទីកន្លែងណាដែលមានអីអាចឆ្លងមុខបានដូចជាកញ្ចក់ឬក៏ជាទឹកអីចឹងទៅក៏ប៉ុន្តែទីបំផុតនៅតែវ៉ាន់ដាគាត់អាចចេញមកកន្លែងនេះបានព្រោះសារទឹកហ្នឹងវាខ្ទាតខ្ចាយប្រឡាក់កន្លែងនេះកាលដែលចេញមកទីនេះវ៉ាន់ដាគាត់និយាយចេញមកគឺមិនឲ្យតម្លៃនៃជីវិតទេដោយនិយាយថាជីវិតទាំងអស់នោះគឺរំខានការទៅជួបជុំគ្នាជាមួយនឹងគ្រួសារនិងកូនទូចរបស់គាត់ខ្លាំងមែនទែនហើយនឹងនិយាយបញ្ជាក់ច្បាស់ទៅទៀតថាគាត់នឹងមិនមែនជាបិសាចទេ Steven គាត់គឺជាម្ដាយដ៏គួរឲ្យស្រឡាញ់ម្នាក់ក៏ប៉ុន្តែដុកទ័រស្រែងគាត់បញ្ជាក់ម្ដងហើយម្ដងទៀតថាវ៉ាន់ដាអត់មានកូនទេអ្វីគ្រប់យ៉ាងគឺកើតមកដោយសារ magic របស់ខ្លួនតែប៉ុណ្ណោះ Wanda, you have no children. They don't exist. វណ្ណាគាត់និយាយមកទាំងជឿជាក់ថាកូនរបស់គាត់ពិតជាមាននៅគ្រប់ទីកន្លែងគ្រប់ចក្រវាឡទាំងអស់គឺសិតតែមានសម្លេងកូនរបស់គាត់ពីព្រោះថាយប់ឡើងវណ្ណាគាត់តែងតែដេកយល់សពឃើញក្មេងៗទាំងនោះដោយសេចក្តីសុខនិងការស្រឡាញ់ប៉ុន្តែនៅពេលដែលបើកភ្នែកមកនៅពេលព្រឹកព្រលឹមវាคล้ายទៅជាឋាននរកសម្រាប់ខ្លួនគាត់ទៅវិញបើមិនជឿនេះផតាំងយកអាសភៅដាក់ខោនោះមកបង្ហាញឲ្យដុកទ័រស្រែងមើលដែលនេះបានបង្ហាញឲ្យឃើញថាវាមានវត្តមានកូនរបស់គាត់នៅចក្រវាឡផ្សេងមែនដុកទ័រស្រែងក៏សួរទៅទៀតថាចុះបើសិនជាឆ្លងទៅចក្រវាឡផ្សេងបានហើយបន្ទាប់មកវ៉ាន់ដាយកកូនទាំងពីរហ្នឹងមកនៅជាមួយខ្លួនទីនេះមួយជុំម្ដាយរបស់គេគិតយ៉ាងម៉េចដែលលើបែបហ្នឹងវ៉ាន់ដានឹងរៀងកាំងមកស្ទឹះដែរប៉ុន្តែទោះយ៉ាងណាក៏ដោយអត់ប្រឈប់ទេបើកឆាកប្រយុទ្ធគ្នាតទៀតអាណាមិនទៅអត់ខ្វល់តែម្ដងនេះប្រើនាគវាយវ៉ាន់ដាជុកឆាក់ក៏ប៉ុន្តែម្នាក់មើលទៅអត់មានគីឡូជាមួយគាត់ទេខ្ទាតផាំងស្លាប់ទាំងអស់សូម្បីតែវងក៏ដោយចំណែកអាក្មេងស្រីឈ្មោះថាអាមេរិកខានេះវិញនៅពេលដែលគេចាប់ចម្រិតខ្លួនចិត្តបានសម្រេចគាត់តែងតែបើកផតថឆ្លងទៅចក្រវាឡផ្សេងរហូតអញ្ចឹងទៅវាដោយទាំងដុកទ័រស្រែងទៅជាមួយដែរការដែលឆ្លងទៅចក្រវាឡផ្សេងនេះមើលទៅវាច្រើនខ្លាំងមែនតើចូលដល់ភពអីផ្សេងមានភពតុក្កតាផងអីផងតែមកដល់ទីនេះវាគឺជាចក្រវាឡថ្មីមួយទៀតហើយប្លែកខ្លាំងមែនតើនៅក្នុងទីក្រុងញូវយ៉កដូចគ្នាប៉ុន្តែមើលទៅការរៀបចំរបស់គេនេះសិតតែអ្នកឆ្លាញ់ធម្មជាតិហើយកំពុងនិយាយនឹងរត់ទៅចាក់បាញ់ឆៃមួយសិនព្រោះសាប់ក្លាប់ចាក់មកឆ្ងាយខ្លាំងពេកយោហាបំពង់ដែលដុកទ័រស្រែងគាត់កំពុងចាក់បាញ់ឆៅនេះមិនដឹងជាកន្លែងស្អីទេបើសិនជានៅក្នុងប្រឡោះនឹងមានមនុស្សនៅពីខាងក្រោមនោះប្រកាសជាគ្រប់ទឹកហើយសូម្បីតែស្បែកទិព្វរបស់ដុកទ័រស្រែងក៏លហែកយាយដែរកំថាឡើយមនុស្សឥឡូវនេះដុកទ័រស្រែងកំពុងឲ្យអាមេរិកបើក portal បញ្ជូនពួកគាត់ត្រឡប់ទៅចក្រវាឡដើមវិញប៉ុន្តែអាមេរិកគាត់និយាយថាគាត់អត់ដឹងថាត្រូវធ្វើម៉េចទេព្រោះសារគាត់អត់ទាន់ចេះគ្រប់គ្រងវានិយាយយ៉ាងណាក៏អាមេរិកនៅតែប្រកែករហូតព្រោះសារគាត់អត់ទាន់ចេះប្រើមែនមិនដឹងធ្វើម៉េចដុកទ័រស្រែងគាត់ថាបើកទ្វារលឿនទៅព្រោះសារវងនៅទីកន្លែងនោះជាមួយនឹងវ៉ាន់ដាតែពីរនាក់គាត់អាចនឹងបាត់បង់ជីវិតបើសិនជាដុកទ័រស្រែងគាត់ទៅអត់ទាន់ដល់ពេលនិយាយយូរទៅរៀងតឹងកសៃក៏តែដល់ពេលភ្ញាក់ខ្លួនទៅឈប់វិញទៅអញ្ចឹងក៏បដូរប្រធានបទសួរថានៅក្នុងចក្រវាឡមួយនេះតើពួកយើងមានធម្មពលអីអាចតទល់ជាមួយនឹងវ៉ាន់ដាដែរក៏អត់ក៏ប៉ុន្តែអាមេរិកក៏និយាយថានៅចក្រវាឡនេះអត់មានវត្តមានរបស់គាត់ហើយមូលហេតុដែលដឹងនេះគឺដោយសារអាមេរិកអត់ដែលយល់សប្តិឃើញខ្លួនរបស់គាត់នៅក្នុងចក្រវាឡមួយនេះទេអញ្ចឹងសន្មតថាវត្តមានរបស់គាត់អត់មាននៅទីនេះដុកទ័រស្រែងគាត់និយាយថាបើសិនជាអត់មានវិធីទេពួកយើងប្រកាសជាជាប់នៅទីនេះជាមិនខានអាមេរិកគាត់ឲ្យយោបល់ពាក់ព័ន្ធទៅនឹងសភៅមួយក្បាលដែលវាមានឈ្មោះថា Ashanti ថាគួរតែទៅរកវាចេះមួយចេះពីរចឹងណាព្រោះថាដុកទ័រស្រែងម្នាក់ទៀតបានព្យាយាមទៅយកវាមកប្រើម្ដងដែរនិយាយចុះនិយាយឡើងក៏នឹកឃើញដុកទ័រស្រែងម្នាក់ទៀតនៅក្នុងចក្រវាឡនេះអញ្ចឹងក៏ឲ្យយោបល់ថាពួកគាត់គួរតែដើររកដុកទ័រស្រែងនៅទីនេះទៅប្រហែលជាគេអាចជួយពីរនាក់យើងត្រឡប់ទៅវិញបានចក្រវាឡមួយនេះគឺពោពេញទៅដោយធម្មជាតិខ្លាំងមែនទែនតាំងពីក្រោមទៅដល់លើជាប់អគារអីហ្នឹងសិតតែរុក្ខជាតិហើយនឹងដើមឈើមើលទៅឃើញថាវាចម្រុះពណ៌តែម្ដងដុកទ័រស្រែងមកដល់ទីនេះហ៊ានឆ្លងតល់ហើយប៊ីងទៅឡានបុកងាប់ព្រោះថានៅចក្រវាឡមួយនេះភ្លើងពណ៌ខៀវគេឲ្យឈប់ភ្លើងពណ៌ក្រហមគេឲ្យទៅមុខស្រែងក៏លឺបែបហ្នឹងប្លែកចម្លែកចិត្តមែនតើណាអាមិនទៅចឹងត្រឡប់ទៅលិនអស់លេងអត់ស្គាល់ខៀវក្រហមអាមេរិកក៏បានប្រយ័ត្នទៅទៀតថានៅពហុចក្រវាឡមិនត្រឹមតែខុសប្លែកជាមួយនឹងភ្លើងស្តុបទេអ្វីផ្សេងទៀតក៏វាខុសប្លែកដែរគួរតែខំប្រឹងរៀនយល់ឲ្យបានច្រើនជាងមុនទៅនិយាយចប់ដើរមកដល់កន្លែងមនុស្សអ៊ូអនេះបាត់ហើយដល់ពេលវិលមកជុំទៅឃើញថាគាត់ទៅយកភីសាក៏ប៉ុន្តែភីសាគេមិនដូចភីសាយើងនេះទេមើលទៅមូលដូចក្រែមអញ្ចឹងហើយម្យ៉ាងទៀតអាមេរិកគាត់និយាយថានៅពហុចក្រវាឡនេះរបស់ញ៉ាំគេឲ្យញ៉ាំហ្វ្រីអត់មានគិតលុយគិតអីទេអញ្ចឹងយកអាណាញ៉ាំក៏បានដែរ
ព្រោះសារគាត់ធ្វើដំណើរសឹងតែគ្រប់ចក្រវាឡហើយម្ហូបញ៉ាំគេសិតតែឲ្យ free ទាំងអស់ហើយកំពុងតែអួតប្រាប់ Dr. Strange វាច់ហ្នឹងអាម្ចាស់នំ pizza នេះគេមកដល់ទីនេះទាលុយតែឲ្យលុយមកយកនំស៊ីស្រួលៗមកអ្នកលក់ pizza នៅទីនេះគាត់ស្គាល់ Dr. Strange ច្បាស់ហ្មងឃើញមានស្បែកមានអីពណ៌ក្រហមមានប្លែកចម្លែកក៏សួរនាំពីប្រវត្តិណាហើយ Dr. Strange គាត់និយាយថានេះគ្រាន់តែជាក្មេងទេយកនំញ៉ាំធម្មតាឲ្យវាញ៉ាំទៅប៉ុន្តែអ្នកលក់ហ្នឹងអត់ព្រមទេទោះយ៉ាងណាក៏ដោយក៏នៅតែទាលុយដដែលមិនត្រឹមតែប៉ុណ្្នឹងនិយាយប្រមាថទៅ Dr. Strange ហ្មងយកអាគ្រឿង pizza បាញ់ដាក់មុខណាក៏ប៉ុន្តែគេប្រើ magic ដាក់ត្រឡប់ទៅវិញមិនត្រឹមតែបាញ់ដាក់ខ្លួនឯងទេវាយខ្លួនឯងពងផាំងទៀតហើយសកម្មភាពបែបនេះអាមេរិកគាត់សួរយូរដែរអត់តែ1នាទី2នាទីដែរតែគាត់ថាមិនមែនទេរាប់អាទិត្យបើសិនជារាប់អាទិត្យមែនមនុស្សនឹងក្រៅប្រកាសជាដាច់ខ្យល់ងាប់ហើយនៅពេលដែលកំពុងដើរតាមផ្លូវហ្នឹងជជែកគ្នាជាមួយ Dr. Strange ច្រើនរឿងខ្លាំងមែនទែនអាមេរិកបានតែដឹងថាពហុចក្រវាឡដែលគាត់ធ្លាប់បានឆ្លងកាត់នេះគឺវា73ហើយទ្របទាំងអាមួយហ្នឹងកំពុងតែនិយាយដើមមកដល់ទីនេះវាគឺជាកន្លែងមួយដែល scan memory របស់មនុស្សម្នាក់ដែលឈរនៅទីហ្នឹងនៅទីនេះឃើញមានការចងចាំរបស់ Dr. Strange ជាមួយនឹង Christine កំពុងតែអង្គុយញ៉ាំអាហារពេលល្ងាចយ៉ាងមានសេចក្តីសុខមិនត្រឹមតែប៉ុណ្ណឹង Christine បានផ្ដល់កាដូមួយគឺជានាឡិកាដៃទៅដល់ Dr. Strange ទៀតក្នុងចិត្តកំពុងនឹកគេខ្លាំងផងកាលណាដែលឃើញរូបភាពបែបនេះធ្វើឲ្យ Dr. Strange គាត់កាន់តែពិបាកចិត្តជាងមុនទៅទៀតអញ្ចឹងដើរចេញដំងទៅមិនទាន់មកបានផងអាមេរិកគាត់មកដល់ទីនេះស្រាប់តែ scan ទៅឃើញអតីតកាលរបស់គាត់ថាពីមុននឹងវាយ៉ាងម៉េចដែលនេះវានិយាយអំពីប្រវត្តិរបស់ក្មេងស្រីមួយហ្នឹងឯងថាកាលនោះកំពុងនៅលេខសួនមកកន្លែងជាមួយនឹងម្ដាយរបស់គាត់នៅឯភពផ្សេងមួយទៀតហើយវាមានខ្មុំមិនដឹងអីមិនដឹងទេមកដល់ទីនេះធ្វើឲ្យអាមេរិកហ្នឹងគាត់មានការភ្ញាក់ផ្អើលជាខ្លាំងអញ្ចឹងទៅបាត់បង់ការគ្រប់គ្រងធ្វើឲ្យបើក portal បញ្ជូនម្ដាយរបស់គាត់ហ្នឹងទៅឯ universe ផ្សេងបាត់ហើយមិនដឹងថាពួកគាត់ស្លាប់ឬក៏លុះទេមកដល់ពេលនេះហើយមិនទាន់បានជុំមុខគ្នាទៀតដល់ពេលដែលឃើញបែបនេះ Dr. Strange ក៏សួរថានេះវាគឺជាលើកដំបូងបំផុតទេដែលអាមេរិកគាត់បានបើក portal ហ្នឹងគាត់ថានឹងហើយក៏និយាយប្រាប់ hard power តាមហ្នឹងទៅអាមេរិកបានសន្និដ្ឋានថាម្ដាយរបស់គាត់ហើយនឹងអ្នកផ្សេងទៀតប្រកាសជាស្លាប់បាត់បង់ជីវិតហើយក៏ប៉ុន្តែ Strange គាត់និយាយថាអត់ទេពួកគាត់គ្រាន់តែខ្ទាតទៅចក្រវាឡផ្សេងទៀតតែប៉ុណ្ណោះមិនប្រកាសថាពួកគាត់ស្លាប់ទេហើយម្យ៉ាងទៀតអាមេរិកប្រកាសជាអាចជួបពួកគេនៅថ្ងៃណាមួយជាមិនខានបន្ទាប់ពីនឹងទៅអាមេរិកគាត់សួរនាំទៀតថាមនុស្សស្រីនៅក្នុងការចងចាំរបស់ Strange ហ្នឹងគាត់មានឈ្មោះថា Christine មែនពីព្រោះថាគាត់ធ្លាប់ឃើញមនុស្សស្រីម្នាក់ហ្នឹងនៅជាមួយនឹង Dr. Strange ម្នាក់ទៀតនៅឯចក្រវាឡផ្សេងប៉ុន្តែពីរនាក់គាត់ហ្នឹងមិនមានភាពស្និទ្ធស្នាលឬក៏ការឆ្លាញ់គ្នាទៅវិញទៅមកដោយ Dr. Strange នេះទេអញ្ចឹងទៅក៏សួរនាំ Dr. Strange ពាក់ព័ន្ធជាមួយនឹង Christine អញ្ចឹងណាហើយ Dr. Strange គាត់មិនដឹងនិយាយប្រាប់ថាម៉េចទេថាហ្នឹងវាស្មុគស្មាញខ្លាំងណាស់គាត់បញ្ជាក់ថាអានេះវាស្មុគស្មាញជាង Multiverse ទៀតដើរមកបានឆ្ងាយបន្តិចឃើញរូបសម្លាក់មួយវាគឺជា Dr. Strange ដែលរូបមួយនោះគេរៀបចំតំណាងថាគាត់គឺជា hero ដែលបានលះបង់ជីវិតនៅក្នុងចក្រវាឡមួយនេះបន្ទាប់ពីយកឈ្នះសង្គ្រាមជាមួយនឹង Thanos ចូលមកដល់ទីនេះជួបបរិសម្នាក់ដែលវាមានឈ្មោះថា Mordor ហើយអាប៉ែកហ្នឹងគឺគាត់អត់ចូលចិត្ត Dr. Strange ទេដែលគាត់មានការចំណែនជាមួយ Strange ជាខ្លាំងមិនត្រឹមតែប៉ុណ្្នឹងអាប៉ែកនៅក្នុងចក្រវាឡគោលរបស់ Strange បានព្យាយាមសម្លាប់គាត់ពីរដងទៀតអានេះវាគឺជាអ្វីដែល Strange និយាយប្រាប់ក្មេងស្រីឈ្មោះថា America ហ្នឹងក៏ប៉ុន្តែសកម្មភាពរបស់ Mordor នៅពេលដែលមកដល់ទីនេះវាអត់ដូចទៅនឹងអ្វីដែល Strange បាននិយាយប្រាប់សោះនិយាយទៅថា Strange គឺជាបងប្អូនល្អចាប់អោបហត់អីណាអីចឹងទៅអាមេរិកគាត់ឆ្ងល់ខ្លាំងមែនទែនគិតថានិយាយផ្សេងរួចដល់ពេលជួបមិនក៏អាប៉ែកនឹងទៅផ្សឹងកំពុងទៅហៅ Dr. Strange ឲ្យចូលទៅខាងក្នុងទៅចាំគាត់និយាយនឹងបញ្យល់រឿងគ្រប់យ៉ាងដែលវាបានកើតឡើងនៅទីនេះមកដល់ទីនេះពួកគាត់កំពុងនិយាយអំពីបញ្ហាពហុចក្រវាឡថាវាយ៉ាងម៉េចហើយ Dr. Strange គាត់បានបញ្យល់អំពីផលវិបាកកើតឡើងចំពោះ Wanda ដែល Wanda របស់គាត់នេះបានក្លាយទៅជា Scarlet Witch ហើយនឹងខ្លួនរបស់គាត់នឹងមាន Dark Hole ហើយម្យ៉ាងទៀតកំពុងតាមប្រមាញ់ក្មេងស្រីមួយនេះលើបែបហ្នឹង Mordor និយាយថា Dark Hole គាត់ស្គាល់ច្បាស់ណាស់ហើយនៅចក្រវាឡរបស់គាត់នេះក៏មានសភៅ Dark Hole នឹងដែរហើយពួកគាត់បានថែរក្សាវាយ៉ាងល្អបំផុតមិនឲ្យវាធ្លាក់ចូលទៅក្នុងដៃមនុស្សអាក្រក់ទេហើយបានបញ្យល់ទៅទៀតថាអ្នកដែលបានប្រើសភៅ Dark Hole នេះអាចហៅសត្វចម្លែកឲ្យចេញមកតាមដល់ទីនេះបានទៀតមិនត្រឹមតែប៉ុណ្្នឹងគាត់ក៏អាចប្រើវិធីមួយទៀត Magic មួយយ៉ាងដែលហៅថា Dream Walk ដែលគាត់អាចចូលទៅក្នុងខ្លួនរបស់គាត់ម្នាក់ទៀតនៅក្នុងចក្រវាឡផ្សេងមកដល់ទីនេះអាហ្នឹងវាស្តៀងគ្នាទៅនឹងការដកព្រលឹងដែរហើយការដែល Mordor គាត់កំពុងនិយាយបញ្យល់ទៅ Dr. Strange នេះ Wanda ក៏កំពុងរៀបចំកម្មវិធីនឹងដែរហើយប៉ុន្តែវាតតែមានវត្តមានសភៅ Dark Hole នៅជាមួយខ្លួនដែរអញ្ចឹងទៅ Dr. Strange គាត់ក៏សួរមួយទៀតពាក់ព័ន្ធជាមួយនឹងសភៅមួយក្បាលឈ្មោះថា Ashanti តើ Mordor គាត់ដឹងអីខ្លះអំពីអាសភៅមួយហ្នឹង Mordor និយាយថាសភៅមួយហ្នឹងវាគឺជាសភៅមួយដែលមានឥទ្ធិពលខ្លាំងមែនទែនថាមពលរបស់វាប្រើជាពលឺហើយ Dark Hole ថាមពលរបស់វាគឺប្រើជាភាពងងឹតអាពីរហ្នឹងវាផ្ទុយអត់ត្រូវគ្នាទៅវិញទៅមកទេប៉ុន្តែបើសិនជាប្រើសភៅ Ashanti Dark Hole អត់អាចឈ្នះសភៅមួយហ្នឹងបានទេបន្ទាប់ពីជជែកគ្នាចប់ងើបឈរមកដែលគាត់និយាយថាគាត់ត្រូវការជំនួយពី Mordor ក៏ប៉ុន្តែ Dr. Strange ជាមួយនឹងអាមេរិកហ្នឹងបុលក្បាលខ្ញាល់ហើយមិនដឹងថាយ៉ាងណាយ៉ាងណីទេតាមពិតអាប៉ែកហ្នឹងគាត់គឺជាមនុស្សអាក្រក់មែនបានដាក់ថ្នាំស្អីទេនៅក្នុងពេងហ្នឹងដោយពីរនាក់ហ្នឹងកំពុងតែស្វឹងអាលាតែហ្នឹង Mordor ក៏បាននិយាយថាការគម្រាមកំហែងដ៏ធំបំផុតរបស់ពួកគេនៅទីនេះមិនមែនជា Wanda Maximoff ទេគឺជាពីរនាក់ហ្នឹងឯងបន្ទាប់ពីនិយាយចប់ត្រង់បានមកដួលភីងត្រឡប់ឈឹង
ចំណែក Wanda nàyវិញគាត់បើកសភៅ Dark Hole កំពុងតែ scan រកមើលឲ្យ system ដូចនៅក្នុងកុំព្យូទ័រអញ្ចឹងនេះគឺជាផ្ទះរបស់ Wanda មួយទៀតនៅក្នុងចក្រវាឡដែល Doctor Strange គាត់កំពុងតាំងទីលំនៅនឹងឯង Wanda មួយហ្នឹងគាត់មានអារម្មណ៍ដឹងថាដូចជាមានអីម្យ៉ាងកំពុងតាមមើលខ្លួនប៉ុន្តែមិនចាប់អារម្មណ៍ទេព្រោះសារអារម្មណ៍ហ្នឹងនៅជាមួយនឹងកូនរបស់គាត់ទាំងពីរនាក់នេះពេលដែលឡើងមកដល់ទីនេះដូចចំប្រកាច់ប្រកិនអោនមុខមកផ្លែតងើបមកឃើញ Wanda មួយទៀតនៅកញ្ចក់ហ្នឹងអញ្ចឹងទៅក៏ចូលស្ថិតនៅក្នុងខ្លួន Wanda នៅភពមួយនេះបានសម្រេចរៀបដើរចេញទៅហើយកូនរបស់គាត់ហ្នឹងសួរថាទៅណាក៏ប៉ុន្តែ Wanda ហ្នឹងគាត់និយាយថាគាត់យកសម្រាមទៅចោលនៅខាងក្រៅមួយផ្លែតមកវិញឥឡូវហើយប៉ុន្តែកូនពីរនាក់ហ្នឹងនិយាយថាក៏តោះណាទៅមកទីនេះមកចាំគាត់ច្រៀងឲ្យស្ដាប់បន្តិចនៅពេលដែលលើកូនទាំងពីរច្រៀងឲ្យស្ដាប់ហើយ Wanda គាត់មានសេចក្តីសុខផ្លូវចិត្តខ្លាំងមែនទែនព្រោះសារកំពុងតែនឹកកូនខ្លាំងហ៎មិននឹកស្មានថាគាត់អាចនឹងទទួលអារម្មណ៍បែបនេះទេជាមួយគ្នានឹងស្ត្រីខ្មៅម្នាក់ដែលគាត់មានឈ្មោះថាសារ៉ាមកដល់ទីនេះអត់ព្រមជួយវងទេកំពុងតែនិយាយថាបើសិនជាចង់ប្រជុំ Wanda ត្រូវតែបំផ្លាញសភៅ Dark Hole នឹងចោលទៅគាត់ធ្វើអីលែងកើតហើយហើយវងគាត់និយាយថាទុកឲ្យគាត់ជាអ្នកធ្វើដោះលែងគាត់ទៅក៏ប៉ុន្តែស្ត្រីមួយហ្នឹងគាត់និយាយថាវាមិនទាន់ដល់ពេលដែលវងត្រូវធ្វើទេគាត់ស្ទុះទៅដល់ចាក់អាសភៅហ្នឹងឆេះខ្ទេចអស់លេងប៉ុន្តែរាងកាយរបស់គាត់ហ្នឹងក៏ត្រូវទៅជាមួយនឹងវាដែរដែលនេះវាធ្វើឲ្យដាច់បណ្ដាញតាក់ទងដោយអ៊ីនធឺណិតអញ្ចឹង Wanda នេះដួលខ្ពស់ហើយ Wanda នៅចក្រវាឡមួយទៀតក៏ដួលដូចគ្នាពេលដែលតែមើលឃើញតែសភៅហ្នឹងឆេះខ្ទេចខ្ទីអស់លេងហើយខឹងខ្លាំងមែនទែនក៏លេទៅវងផ្ទៀតទៅដល់ក្រៅកំពុងតែសន្លត់គម្រាមនៅថាវងប្រកាសជាដឹងទីកន្លែងមួយទៀតដែលវាមានបល័យរបស់ Dark Hole នឹងថាវានៅកន្លែងណាប្រាប់ឲ្យលឿនមកបើមិនចង់មានបញ្ហាធំវងមនុស្សគាត់រឹងវាថារឿងគម្រាមសម្រាប់យ៉ាងណាក៏អត់ខ្លាចដែរប៉ុន្តែ Wanda គាត់មិនមែនតែល្ងងអីនោះចាប់អា3 4នាក់នឹងខាងក្រោយនោះបើសិនជាវងមិនព្រមប្រាប់ទេច្បាច់កពួកអស់នោះខ្សែអស់លើហើយអញ្ចឹងវងក៏សារភាពប្រាប់ទៅតែកន្លែងហ្នឹងវានៅឯភ្នំមួយមានឈ្មោះថា Wondogo បានបញ្ជាក់ទៅទៀតថាអ្វីដែលគាត់ប្រាប់នេះគ្រាន់តែជាព្រេងនិទានប៉ុណ្ណោះមិនប្រកាសថាវាមានពិតប្រាកដទេណាហើយម្យ៉ាងទៀតអ្នកណាដែលទៅដល់ទីនោះមិនប្រកាសថាមានជីវិតអាចត្រឡប់មកវិញបានទេអញ្ចឹងអត់ចាំយូរទេ Wanda មិនធំទៅតែឯងយកវងទៅជាមួយទៀតចំណែក Doctor Strange ជាមួយនឹងក្មេងស្រីមួយនេះវិញនៅពេលដែលដឹងខ្លួនឡើងនៅក្នុងទូកញ្ចក់មួយម្នាក់ដែលគេកំពុងយកគាត់ពីរនាក់ហ្នឹងធ្វើការប្រសើតអីម្យ៉ាងព្រោះសារគាត់បានឆ្លងចក្រវាឡមកទីនេះ Doctor Strange កំពុងនិយាយបញ្យល់អំពីបញ្ហាផ្សេងៗដែលគាត់កំពុងជួបស្រាប់តែកលេទៅឃើញម្នាក់នៅក្នុងចំណោមអ្នកដែលធ្វើការនៅទីនេះគឺជា Justine នៅក្នុងចក្រវាឡគោលរបស់ Doctor Strange Justine គឺជា Doctor វះកាត់ចំណែក Justine នៅក្នុងចក្រវាឡមួយនេះវិញគាត់គឺជាអ្នកវិទ្យាសាស្ត្រហើយការដែលនាំ Doctor Strange មកទីនេះគាត់កំពុងតែស្រាវជ្រាវអំពីអ្វីម្យ៉ាងពាក់ព័ន្ធជាមួយនឹងពីរនាក់ហ្នឹងព្រោះសារពីរនាក់គាត់ហ្នឹងបានឆ្លងចក្រវាឡមកដល់ទីនេះអញ្ចឹងត្រូវ scan មើលខ្លាចកន្លងគាត់មានរោគឬក៏មានបញ្ហាអីផ្សេងៗនាំមកឲ្យមានបញ្ហាដល់ចក្រវាឡរបស់ខ្លួនហើយម្យ៉ាងទៀតឧបករណ៍ដែលកំពុងពាក់នៅដៃរបស់ Doctor Strange ហ្នឹងវាក៏ជាសមិទ្ធផលមួយដែរដែល Christine គាត់បានបង្កើតវាមកដើម្បីការពារកុំឲ្យ Doctor Strange ប្រើ magic បាន Christine បានបញ្យល់ទៅទៀតថានៅចក្រវាឡនេះត្រូវបានគេហៅថាភពផែនដី838ហើយចំណែកចក្រវាឡរបស់ Doctor Strange ហ្នឹងគឺជាភពផែនដីមានឈ្មោះថា616ចំណែក Doctor Strange ហ្នឹងគាត់ចាប់អារម្មណ៍ខ្លាំងមែនទែនកំពុងទៅសួរនាំហើយនឹងទៅជែកជាមួយនឹង Christine យ៉ាងច្រើនChristine បានដឹងទៅទៀតថាការងាររបស់គាត់នៅទីនេះគឺស្ម័គ្រចិត្តហើយគាត់កំពុងតែប្រៀបធៀបការបាក់ដៃរបស់ Doctor Strange ហើយនៅ Doctor Strange នៅចក្រវាឡរបស់គាត់វាមិនខុសគ្នាប្រមាណទេដូចគ្នារហូតដល់ទៅ95%ឯណោះអញ្ចឹងទៅ Doctor Strange គាត់ក៏សួរថាតើពីរអ្នកគាត់នៅក្នុងចក្រវាឡនេះមានតំណែងអីពិសេសដែរអត់ប៉ុន្តែ Christine គាត់និយាយថាដូចជាអត់មានអីទេធម្មតាឥឡូវនេះកំពុងនិយាយបញ្ចុះឲ្យ Christine ដោះលែងខ្លួនទៅព្រោះសារបញ្ហាវាកំពុងតែជិតមកដល់ហើយ Wanda ហ្នឹងគឺវាមិនមែនជារឿងលេងសើចទេក៏ប៉ុន្តែ Christine គាត់និយាយថាអត់ដឹងទេនៅចក្រវាឡរបស់ Doctor Strange វាគឺជារឿងផ្សេងប៉ុន្តែមកដល់ទីនេះមិនមានបញ្ហាទេគាត់ហ៊ានធានាពីព្រោះថា Doctor Strange មានគ្រោះថ្នាក់ជាងអ្វីដែលគាត់កំពុងបញ្ជាក់នេះទៅទៀតអញ្ចឹងទៅ Doctor Strange នៅតែបន្តព្យាយាមបញ្យល់ថា Wanda ចង់បានជីវិតរបស់ក្មេងស្រីឈ្មោះថា America ហ្នឹងហើយគាត់មិនខ្វល់ថាអង្គភាពនៅទីនេះគ្មានឈ្មោះថា Avenger ឬក៏ជា SEAL អីទេប៉ុន្តែត្រូវតែដោះលែងគាត់ជាមិនទាន់ជាមួយគ្នាហ្នឹងមកដល់ទីនេះដែលនិយាយថាអង្គភាពរបស់គាត់ហ្នឹងមានឈ្មោះថា Illuminati ហើយឥឡូវហ្នឹងមេរបស់គេហ្នឹងកំពុងហៅ Doctor Strange ឲ្យទៅជួយវងជាមួយ Wanda មកដល់ភ្នំមួយនេះហើយវងគាត់ថា magic របស់គាត់មិនអាចទៅដល់កន្លែងនោះបានទេព្រោះសារគាត់នៅខ្សោយខ្លាំងណាស់អញ្ចឹងទៅ Wanda គាត់ហោះស្ទួយទៅឯងទៅចាប់វងយកទៅជាមួយទៀតមកដល់ទីនេះវងគាត់បានដឹងថានៅទីនេះវាគឺជាភ្នូបុរាណមួយពាក់ព័ន្ធជាមួយនឹងសភៅដែលឈ្មោះថា Dark Hole ហើយអក្សរបល័យទាំងប្រមាណនៅក្នុងសភៅ Dark Hole ត្រូវបានចម្លងចេញពីទីនេះទាំងស្រុងដែលចង់និយាយថានៅទីនេះវាគឺជាកន្លែងមួយដែលមានអក្សរ Original Magic Dark Hole ហើយអាសភៅ Dark Hole នេះវាគ្រាន់តែជាច្បាប់ចម្លងតែប៉ុណ្ណោះកំពុងនិយាយដុតភ្លើងសងខាងវងគាត់ងាកមកដល់ទីនេះឃើញអានោះប៉ុណ្ណានៃដូចជាសត្វចម្លែកដឹងអីមិនដឹងទេចំណែក Wanda នោះក៏គាត់ភ័យភ្ញាក់អស់ណាស់ដែរកំពុងត្រៀមខ្លួនដើម្បីប្រយុទ្ធហើយក៏ប៉ុន្តែមិនដឹងជាយ៉ាងម៉េចស្ទើរតែពួកអស់ហ្នឹងវាបែរជានាំគ្នាគ្រប់ Wanda ទៅវិញដោយសង្កេតមើលទៅថាពួកនេះវាសិតតែភ្នែកក្រហមដូចទៅនឹង Magic ដែល Wanda គាត់កំពុងប្រើនេះដែរងាកទៅមើលខាងក្រោយនេះ Wanda គាត់អាចសន្មត់បានទៅថាទីនេះវាមិនមែនជាភ្នូបុរាណទេវាគឺជាបល្ល័ង្ករបស់ Scarlet Witch Doctor Strange មកដល់ទីនេះជួបជាមួយថ្នាក់ដឹកនាំកម្ពុជាដែលមានឈ្មោះថា Illuminati ហ្នឹងហើយនៅក្នុងនោះមានមនុស្សសំខាន់5 6នាក់ដែរទី1មានឈ្មោះថា Model គាត់គឺជា Supreme នៅចក្រវាឡ838ហ្នឹងហើយទី2 Professor X គាត់ជាមេដឹកនាំនៅក្នុងក្រុម X-Men ដែលគាត់មានសមត្ថភាពអាចអានហើយនឹងគ្រប់គ្រងចិត្តមនុស្សបាន
ហើយអ្នកទី3គឺជា Red Richard គាត់គឺជាមនុស្សម្នាក់ដែលឆ្លាតបំផុតនៅក្នុង Fantastic Four ហើយរាងកាយរបស់គាត់មានសមត្ថភាពអាចយឺតទៅយឺតមកដូចស្ករកស៊ូអញ្ចឹងម្នាក់ទៀតគាត់មានឈ្មោះថា Blackboard គឺជាស្ដេចនៃ Inhuman សម្លេងរបស់គាត់មានអំណាចខ្លាំងណាស់អាចបំផ្លាញអ្វីៗគ្រប់យ៉ាងត្រឹមតែពាក្យសម្ដីមួយម៉ាត់របស់គាត់តែប៉ុណ្ណោះម្នាក់ទៀតគឺជា Captain Carter ដែលគាត់បានចូលទៅពិសោធន៍សរម Super Soldier ជំនួស Steve Rogers មានសមត្ថភាពអាចប្រើខែល Captain បាននិងចុងក្រោយទៀតគឺ Captain Marvel ដែលគាត់មានអំណាចខ្លាំងមិនចាញ់ Captain Marvel នៅឯចក្រវាលរបស់ Doctor Strange នេះមកដល់ទីនេះនៅពេលដែលជួបគ្នាជាមួយនឹង Fantastic Four Doctor Strange និយាយដូចយើងប្រមាណណាដែរថាតាំងពីទសវត្សរ៍ទី60ហ្នឹងដោយឃើញថាសម្លេងហើយនឹងការនិយាយស្ដីរបស់ Doctor Strange វាក្អឺតក្ទមបែបនេះពួកគាត់នឹងមិនសូវជាសប្បាយចិត្តប្រហែលទេគឺថា Doctor Strange នេះគឺគាត់ក្អេងក្អាងជាង Doctor Strange នៅចក្រវាលរបស់គាត់ទៅទៀតនៅទីនេះពួកគាត់ប្រមាណអ្នកនឹងកំពុងបញ្យល់ Doctor Strange អំពីការឆ្លងចក្រវាលនេះវាអាចនឹងបង្កផលប៉ះពាល់ផ្សេងៗចំពោះ Doctor Strange ដែលគាត់ធ្វើបែបនេះហើយម្យ៉ាងទៀតវាអាចបង្កទៅជាព្រឹត្តិការណ៍មួយដែលហៅថា incursion ដែលព្រឹត្តិការណ៍មួយនេះវាធ្វើឲ្យមានការប៉ះគ្នារវាងចក្រវាលមួយនិងចក្រវាលមួយអញ្ចឹងភពផែនដីទាំងពីរនឹងត្រូវរលាយហើយម្យ៉ាងទៀតពួកគាត់កំពុងធ្វើការចាប់ឆ្នោតថាតើពួកគាត់ត្រូវតែធ្វើយ៉ាងម៉េចជាមួយ Doctor Strange ថ្មីដែលទៅមកដល់ចក្រវាលរបស់គាត់នេះអញ្ចឹងទៅ Doctor Strange គាត់នៅតែបន្តបញ្យល់អំពីការគម្រាមកំហែងរបស់ Scarlet Witch ដែលគេនឹងមកដល់ទីនេះក្នុងពេលឆាប់ៗក៏ប៉ុន្តែគ្នាគាត់ប្រមាណអ្នកនោះនិយាយថា Scarlet Witch មិនមែនជាបញ្ហាដល់គាត់ទេការគម្រាមកំហែងធំបំផុតគឺ Doctor Strange និយាយចុះនិយាយឡើង Doctor Strange គាត់ទាមទារហោសភៅមួយដែលវាមានឈ្មោះថា Ashanti ហ្នឹងឯងនៅពេលដែលលើកបែបហ្នឹងពួកគាត់នឹងភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសន្មតថា Strange នេះវាមិនខុសពី Strange របស់គាត់នៅចក្រវាលមួយនេះទេហើយឥឡូវនេះ Doctor Strange គាត់កំពុងឆ្ងល់ខ្លាំងមែនទែនតែហេតុអីមកម្នាក់ខ្លាចនឹងបារម្ភជាមួយគាត់យ៉ាងនេះហើយ Doctor Strange នេះគឺជាបរិយាបរម្នាក់ដែលសម្លាប់តំណបានដែរអញ្ចឹងទៅតា Professor X ក៏មកដល់ទីនេះនិយាយថាប្រាប់ Doctor Strange ការពិតទៅនៅទីនេះកំពុងតែចែកគ្នាទៅវិញទៅមកហ្នឹងវងគាត់សួរវ៉ាន់ណាទៅថាបើសិនជាចង់បាន power របស់អាមេរិកហេតុអីក៏មិនបរិយាអាមេរិកហ្នឹងឲ្យគាត់ចេះគ្រប់គ្រងខ្លួនឯងហើយឲ្យអាមេរិកបើក power ហ្នឹងទៅគាត់នឹងទៅជួបកូនគាត់បានចាំបាច់សម្លាប់គេទៅអីក៏ប៉ុន្តែវ៉ាន់ដាគាត់រលេះ1 2 3ចឹងទៅថាបើសិនជាកូនគាត់ឈឺមានបញ្ហាអីធ្វើមិនទៅមានណាមើលថែអាគេហ្នឹងទាំងដែលមានវ៉ាន់ដាមួយទៀតកំពុងមើលថែកូននៅទីនោះហើយគាត់នៅបារម្ភខុសរបៀបហើយម្យ៉ាងទៀតបើសិនជាគាត់មាន power អាចឆ្លងពហុចក្រវាលបានវាគាត់តែងាយស្រួលចង់ធ្វើអីក៏បានដោយធុញទ្រាន់ហើយនឹងតលន់ជាមួយនឹងវងនិយាយដែលពេកអញ្ចឹងគប់ខ្ទៀតទៅក្រោមបណ្ដោយទៅបន្ទាប់ពីនឹងមកក៏ចាប់ផ្ដើមរៀបចំពិធីប្រើ Magic Dream Box ម្ដងទៀតនៅទីនេះ Wanda នឹងអត់មានអីច្រើនទេបើកភ្នែកមកហោះស្ទុយចេញក្រៅផ្ទះបាត់តែហ្មងនៅទីនេះ Professor X បានបញ្យល់ថា Doctor Strange គាត់មិនមែនជាមនុស្សតែម្នាក់ដែលអាចឈ្នះទៅបានទេក៏ប៉ុន្តែអាការនោះ Strange គាត់បានប្រើសភៅ Dark Hole បកឲ្យមានកំហុសមួយដែលអចេតនាអញ្ចឹងមិនអាចលើកលែងបានទេពួកគាត់ត្រូវតែប្រហារជីវិត Doctor Strange នឹងចោលនៅពេលដែលស្ដាប់ឮហើយយើងភ្ញាក់ផ្អើលណាស់ដែរប៉ុន្តែនៅតែមិនអស់ចិត្តគាត់ក៏បន្តសួរថាចុះរូបសម្លាក់ Doctor Strange ដែលធ្វើនៅខាងក្រៅនឹងចង់មានន័យថាម៉េចពួកប្រមាណអ្នកនឹងបានដឹងទៅវិញថានៅពេលដែលឈ្នះត្រូវតែមានរូបសំណាកជាបរិយបរោះមួយហើយអញ្ចឹងក៏សម្រេចចិត្តថាយក Doctor Strange ដាក់ជំនួសទៅកំពុងតែជែកវែកញែកជាមួយគ្នានឹងឥឡូវនេះ Wanda គាត់មកដល់ទីនេះធ្វើការអុកឡុកជាខ្លាំងវាយខ្ទេចអស់លេងហើយឆ្លៀកការដែលប្រមាណអ្នកនៅគាត់ចេញទៅទប់ទល់ជាមួយនឹង Wanda Professor X ក៏នឹងគាត់និយាយថាគួរតែការពារ Doctor Strange ហើយឲ្យ Doctor Strange ការពារក្មេងស្រីម្នាក់នោះទៅក៏ប៉ុន្តែ Model គាត់អត់សប្បាយចិត្តជាមួយនឹងការនិយាយស្ដីបែបនេះទេព្រោះសារគាត់នៅតែគិតថា Doctor Strange នឹងនៅតែជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរនៅទីនេះ Christine គាត់កំពុងបើកកញ្ចក់នឹងដើម្បីដោះលែងអាមេរិកឲ្យចេញពីកន្លែងនេះប៉ុន្តែមិនដឹងវាយ៉ាងម៉េចទេអាទូកញ្ចក់នឹងបើកអត់ចេញធ្វើយ៉ាងណាក៏វាមិនដំណើរការពួកប្រមាណអ្នករបស់គាត់នឹងគិតថាអាចប្រជុំ Wanda បានណានៅទីនេះ Fantastic Four គាត់កំពុងតែព្យាយាមបញ្យល់ឲ្យនឹងលួងចិត្ត Wanda កុំឲ្យអុកឡុកនៅកន្លែងហ្នឹងណាក៏ប៉ុន្តែនិយាយបញ្យល់យ៉ាងណាក៏មិនស្ដាប់ដែរបើកឆាកប្រយុទ្ធគ្នាយកទៅមកដែល Blackboard គាត់ចេញមុនគេប្រៀបនឹងប្រើធម្មពលរបស់ខ្លួនហើយប៉ុន្តែធ្វើឲ្យ Wanda បាត់បង់មាត់និយាយលេងក៏ផ្ទុះក្បាលស្លាប់ខ្លួនឯងភ្លាមចំណែក Fantastic Four នេះវិញមិនទាន់បានតស៊ូបានមកទឹកផងហែកឡើងអាយះនិយាយដូចស្ករកស៊ូទៅហើយអញ្ចឹងនៅសល់តែពីរអ្នក Captain Carter ហើយនិង Captain Marvel ទេម្នាក់ខុសតែបាញ់ទៅលើទៅហើយ Captain Carter គប់ទំបានមួយខែខ្ទៀតទៅដល់ណាដល់ណីអត់ទាន់បានតស៊ូអីមកយូរផង Doctor Strange កំពុងតែបញ្ចុះទៅ Model ដើម្បីឲ្យសភៅមួយក្បាលនឹងមកគាត់ដែរប៉ុន្តែ Model គាត់និយាយថា Doctor Strange គ្មានសិទ្ធិអីមកបញ្ជាគាត់នៅទីនេះទេអញ្ចឹងទៅចាប់ផ្ដើមឆ្លោះប្រកែកគ្នាហើយម្យ៉ាងទៀត Doctor Strange គាត់និយាយថាអាពាក់ Model នឹងតែងតែចំណែនឲ្យនៅខឹងគាត់តាំងពីដើមមកមិនដែលចង់ឲ្យគាត់នឹងល្អជាងខ្លួនទេចំណែក Captain Carter នេះវិញតជាមួយ Wanda មិនទាន់បានពីក្បាច់ផងគប់ខែទៅ Wanda ទាញមកវិញដាច់មកកណាត់ក៏ប៉ុន្តែបន្តមកប៉ះគ្នាជាមួយ Marvel ក្លោវិញធ្ងន់តិចហើយមិនជាស៊ីផុយដូចពួកនោះទេតតាំងឡើងមកយូរតម្រាំតែមានព្រៀបឈ្នះក៏ប៉ុន្តែនៅពេលដែលដួលនឹងទាញរូបសម្លាក់នឹងមកសកត់ Captain Marvel ស្លាប់ភ្លាមនឹងកន្លែងអាចនិយាយថាពួកប្រមាណអ្នកនេះគាត់ខ្សោយឬក៏ Wanda ខ្លាំងជាងដែលមកដល់ទីនេះវាយផាំងស្លាប់អស់លីងពីព្រោះថា Captain Marvel មិនមែនជាថាស្លាប់ទេនៅចក្រវាលរបស់ Doctor Strange នឹងសាហាវខ្លាំងមែនទែនដូចយើងឃើញហើយឈុតឆាកវាយគ្នាជាមួយតំណងហោះបុកញៀនរបស់តំណោះឡើងអាយះផ្ទុះឆេះខ្ទេចទីអស់លេងហើយម្យ៉ាងទៀតត្រូវមក Power Stone ហើយនៅតែគាត់មិនមានបញ្ហាអីដល់ពេលនេះគាត់ហូរសម្លាក់កាប៉ុណ្ណឹងស្លាប់ងាយទៅម៉េចមូលហេតុគេបានបញ្ជាក់ខ្លះនៅឯ comic ដែរដោយសារ Wanda គាត់បានប្រើធម្មពលរបស់ Scarlet Witch ទី1ត្រូវបានហៅថា Reality Warping
តែ Magic មួយនេះអាចផ្លាស់ប្ដូរការពិតតាមអ្វីដែល Wanda គាត់ចង់បានឧទាហរណ៍ជាក់ស្ដែងដូចជា Blackboard គាត់មានមាត់កំពុងតែមកចាត់ការ Wanda ប៉ុន្តែគាត់ធ្វើឲ្យ Wanda លែងមានមាត់វាអាចផ្លាស់ប្ដូរការពិតទៅតាមអ្វីដែល Wanda គាត់ចង់ហើយមួយទៀតគឺជាធម្មពលខ្លាំងបំផុតរបស់ Scarlet Witch ដែលវាមានឈ្មោះថា Chaos Magic នៅទីនេះ Dr. Strange គាត់កំពុងឆ្លោះគ្នាជាមួយ Mordor ខ្លាំងមែនទែនដោយចោទប្រកាន់ថា Mordor នឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្លួនឯងបានល្អតែប៉ុណ្ណោះមានចិត្តចង់ជួយអ្នកណាម្នាក់ទេហើយគ្រប់យ៉ាងគឺ Mordor នឹងតែងតែចំណាន Dr. Strange ជានិច្ចកំពុងតែបើកតសៃកដាក់គ្នារៀងខ្លួនឥឡូវនេះទ្រាំលេងបានហើយលោតកាប់ចាក់ចាក់ភុងផាំងបដ ដោយ Dr. Strange គាត់ពិបាកដៃជាប់ខ្នោះនឹងអាចប្រើ Magic បានទេវាយចុះវាយឡើងខ្ទាតទៅខាងនោះមកខាងអញ្ចឹងទៅ Dr. Strange ចាប់ខ្នោះដាក់ជាប់ទាំងដៃដែរឲ្យវាស្មើភាពគ្នានៅពេលដែលធ្លាក់ម្ដងខាងក្រោមនេះសិតតែប្រើ Magic អត់បានអញ្ចឹងទៅតាមកម្លាំងរៀងខ្លួនហើយបតែបតបយកមកទៅហឹងទៅក៏ប៉ុន្តែ Strange ក៏អត់តស៊ូជាមួយយូរប្រហែលទេព្រោះសារប្រញាប់ទៅជួយក្មេងស្រីមួយនោះរត់ប្រូចទៅបាត់នៅទីនេះ Christine គាត់ខំយកកំពង់វាយផងអីផងអាកញ្ចក់នឹងមិនបែកតអសោះហើយចំណាយអាមេរិកខាងនោះគាត់ភ័យគាត់ទៅឈរមើលហើយទៅមើលថាវាតល់ខ្លាំងពេកក៏មកគៀកឯហ្នឹងធ្វើម៉េចម៉ាត់អាកញ្ចក់នឹងបដៃសក់លើមើលបែកខ្ចាយហើយយូរណាស់ហើយមិនព្រមវាយទេវ៉ៃរៀបចាត់ការឲ្យ Professor X មកដល់ទីនេះគាត់សណ្ដំ Wanda ឲ្យចូលទៅក្នុងពិភពពណ៌សជាមួយខ្លួនមកដល់ភពមួយនេះឃើញ Wanda កំពុងត្រូវថ្មធ្លាក់ស្កត់ពីលើណាគាត់គិតថាខ្លួនឯងទៅជួយប៉ុន្តែស្រាប់តែមានស្មោ Wanda មួយទៀតមកពីខាងក្រោយកាច់កងាប់បាត់ដែលមកដល់ទីនេះនៅពេលដែលឃើញមុខ Dr. Strange រំភើបខ្លាំងមែនទែនព្រោះសារលើនេះគាត់ទុកចិត្តហើយរត់មកដល់អោបយកទៅមកហើយចំណាយអាវរបស់គាត់នឹងត្រូវបាន Christine នឹងជួសជុលឲ្យរួចហើយ Dr. Strange បានដឹងថា Professor X ឲ្យ Christine ជូនគាត់ទៅយកសភៅមួយក្បាលនឹងប៉ុន្តែ Christine គាត់អត់ជឿទេនិយាយថាធ្វើម៉េចទើបគាត់ទុកចិត្ត Dr. Strange នេះបានអាមេរិកខាងគាត់និយាយថា Dr. Strange មួយនេះមិនដូច Strange ផ្សេងទេគឺពិតជាអាចទុកចិត្តបានហើយគាត់មនុស្សល្អខ្លាំងណាស់អញ្ចឹងទៅអត់ចាំយូរទេសម្រាប់ចិត្តតែដោះខ្នោះនឹងហើយនាំ Dr. Strange ទៅទីកន្លែងមួយដែលលាក់សភៅនឹងទុករត់ចូលមកមិនតាន់មកប្រហែលផងបនដើរតាមមកដល់ទីនេះទៀតហើយនិយាយពីដំណើរដើរដោយស៊ុំប៊ីនឹងប៉ាំងខ្ញាក់រត់មកបានឆ្ងាយបន្តិចមកតម្លាក់ទ្វារនឹងបិទឈិតហើយអញ្ចឹងហើយអត់ព្រមបន្តដំណើរទៅមុខទៀតទេនៅឈរចាំមើលហ្នឹងថាប៉ាន់ដានោះគាត់តែមិនដែរមករួចដែរអត់ទេក៏ប៉ុន្តែវ៉ាន់ដាមានចូលតាមទ្វារណាមិនដឹងមកតាមណាមកដល់ទីនេះអញ្ចឹងវាភ័យចែកជើងគ្នារត់ទៀតរត់មកទីកន្លែងនេះមើលទៅការបើកទ្វារនឹងវាសាមញ្ញខ្លាំងមែនទែន Dr. Strange គាត់ខំប្រើ Magic បើកអីណានៃអញ្ចឹងណាប៉ុន្តែវាមិនអាចបានសម្រេចទេជាមួយគ្នានឹង Christine គាត់នឹកឃើញវិធីមួយដោយយកនាឡិកាកាចាស់របស់ Dr. Strange នឹងមកឲ្យហើយដាក់ចូលកន្លែងនេះទៅវាដំណើរការអូតូម៉ាទិកទ្វារនឹងបើកបានដោយមិនបាច់ប្រឹងព្រោះសារទ្វារមួយនេះ Dr. Strange គាត់គឺជាអ្នកធ្វើទីនេះវាគឺជាកន្លែងមួយដែលលាក់កំបាំងសភៅដែល Dr. Strange គាត់ចង់បាននឹងហើយយកមកដល់ដៃទៅហើយមិនទាន់បានបើកមើលស្រួលបួលផងវ៉ាន់ដាមកដល់ទីនេះចាប់ក្បួនអាមេរិកខាជាប់ហើយមិនត្រឹមតែប៉ុណ្្នឹងដុតសភៅនឹងឆេះខ្ទេចអស់លីងបន្ទាប់ពីនឹងទៅបានសំណំចិត្តរបស់អាមេរិកខាឲ្យបើក Portal ត្រឡប់ទៅចក្រវាលគោលរបស់ខ្លួនវិញចំណែក Wanda នៅចក្រវាលមួយនេះនៅពេលដែលដឹងខ្លួនវិញអត់មានខ្វល់ពីអីទាំងអស់គិតតែកូនរបស់គាត់ពីរនាក់ហ្នឹងហោះទៅបាត់អាណាស្អីចំណែក Dr. Strange ជាមួយ Christine គាត់បានខ្ទាតមកដល់ចក្រវាលផ្សេងមួយទៀតខ្ទេចខ្ទីអស់លីងដែលចក្រវាលមួយនេះវាមានព្រឹត្តិការណ៍មួយពាក់ព័ន្ធគ្នាជាមួយនឹងចក្រវាល2បុកព្រោះថា Dr. Strange ដែលនៅចក្រវាលមួយនេះក៏បានប្រើសភៅ Dark Hole រួចហើយចក្រវាលមួយនេះមានតែខ្មោចទីក្រុងទេមិនមានជីវិតអីណាមួយអាចរស់នៅបានដែរព្រោះសារស្លាប់អស់លីងហើយឥឡូវហ្នឹងពីរនាក់គាត់កំពុងដើរតាមផ្លូវទៅចែកគ្នាគិតថាទីនេះប្រកាសជាមាន Dr. Strange មួយទៀតជាមិនខានអញ្ចឹងកំពុងតែធ្វើដំណើរទៅទីតាំង Dr. Strange មួយនឹងឯងហើយទីនេះហើយវាគឺជាកន្លែងដែល Dr. Strange នឹងគាត់កំពុងស្នាក់នៅដើរចូលមកដល់ខាងក្នុងនោះទ្វារបិទក្រឹបឡើងទៅខាងលើតែឯងទេហើយមានសមុទ្រផងអីផងមកដល់បន្ទប់ខាងលើនេះអត់មានឃើញមនុស្សសូម្បីតែម្នាក់សោះគាត់ស្រែកសួរ Hello មានមនុស្សនៅ Hello សួស្ដីអញ្ចឹងទៅ Dr. Strange មួយទៀតចុះមកដល់ទីនេះសួរថា Dr. Strange មកដល់ទីនេះបានដោយរបៀបណាDr. Strange នៅចក្រវាលគោលហ្នឹងគាត់បញ្យល់ថាគាត់គឺជា Dr. Strange មួយទៀតចេះមួយចេះពីរអញ្ចឹងណាក៏ប៉ុន្តែ Strange មួយនេះគាត់អត់ជឿទេឲ្យ Dr. Strange មួយនេះលើកអំណាចមួយមកដើម្បីបញ្ជាក់ថាគាត់គឺជា Dr. Strange ពិតប្រាកដដែលអំណាចរបស់គាត់ថាកាលពីក្មេងគាត់មានបងប្អូនស្រីមួយទៅលេងនៅកន្លែងតកណាកំពុងតែលេងប្រហែលធ្លាក់ចូលទៅក្នុងតកហ្នឹងស្លាប់ក៏ប៉ុន្តែ Dr. Strange គាត់មិនអាចជួយបានទេអញ្ចឹងទៅ Dr. Strange មួយនោះក៏សួរទៅ Dr. Strange នៅចក្រវាលគោថាចង់បានស្អីគេហើយ Dr. Strange មកយើងហ្នឹងគាត់និយាយថាគាត់ចង់ទៅផ្ទះរបស់គាត់វិញចំណែក Dr. Strange ពាក់អាវខ្មៅនោះគាត់ថាគាត់ចង់ចេញពីកន្លែងនេះយូរណាស់មកហើយក៏ប៉ុន្តែដៃរបស់គាត់ហ្នឹងមានសភៅមួយឈ្មោះថា Dark Hole នឹងជាប់ខ្លួនហ្នឹងឃើញបែបហ្នឹង Dr. Strange គាត់តច្រកខ្លាំងមែនតើនិយាយថាបើសិនជាមានសភៅ Dark Hole នៅទីនេះល្អហើយអញ្ចឹងគាត់អាចយកសភៅហ្នឹងប្រើ Dreamwalk តាក់ទងទៅចក្រវាលរបស់គាត់បានមួយរយៈពេលខ្លីក៏ប៉ុន្តែ Strange មួយនោះគាត់មិនអោយទេព្រោះថាគាត់ឆ្លាញ់អាសភៅមួយនេះខ្លាំងណាស់ដោយគិតថា Dr. Strange ម្នាក់ហ្នឹងអាចនៅដូចខ្លួនដែរកំពុងតែបញ្ចូលទៅ Dr. Strange ពាក់អាវខ្មៅហ្នឹងថាបើសិនជាអាចជួយចក្រវាលរបស់គាត់ទៅព្រោះសារចក្រវាលគាត់នៅអាចមានសង្ឃឹមហើយចក្រវាលនេះបើវាខូចហើយមិនដឹងធ្វើម៉េចក៏ប៉ុន្តែ Strange ពាក់អាវខ្មៅនោះអត់ព្រមទេគាត់សួរថាអាម៉េចដែរសប្បាយចិត្តដែរទេនៅពេលដែលចូលរួមអាពាហ៍ពិពាហ៍របស់ Christine មានអារម្មណ៍ថាម៉េចទៅ Dr. Strange ពាក់អាវខ្មៅនោះក៏បន្តទៅនិយាយទៅទៀតថាគាត់ពិតជាសប្បាយចិត្តខ្លាំងមែនក្នុងនាមជាគ្រូមន្តអាគមប្រើ Magic អីណានៃចឹងណាដែលពាក្យសម្ដីនេះដូចទៅនឹង Dr. Strange របស់យើងនិយាយកាលពីដើមសាច់រឿងពេលចូលរួមអាពាហ៍ពិពាហ៍ជាមួយ Christine នឹងក៏ប៉ុន្តែលទ្ធផលគឺបែបនេះទីបំផុតគាត់នៅកន្លែងហ្នឹងតែឯងហើយម្យ៉ាងទៀតគាត់កំពុងតែរកមើលគ្រប់ចក្រវាលផ្សេងៗឲ្យតែមានវត្តមាន Christine នៅទីនេះគាត់មិនខ្វល់ពីស្អីទាំងអស់គឺគាត់ដឹងតែសប្បាយចិត្តតែម្យ៉ាងគាត់
តពីនិយាយហើយក៏សួរទៅដុកទ័រ Strange ពាក់ឲ្យ Q ហ្នឹងថាមានធ្លាប់យល់សពឃើញថាធ្លាក់ពីលើអាគារអីណាណីចឹងឯណានិយាយចប់ចាប់ផ្ដើមបើកឆាកប្រយុទ្ធបណ្ដោយហើយដុកទ័រ Strange ពាក់ឲ្យខ្មៅនេះគាត់មានភ្នែក3ដោយគាត់ប្រយុទ្ធគ្នាទៅវិញទៅមកហ្នឹងប្រើអក្សរភ្លេងហ្នឹងទាញគប់គ្នាម្ដងម្នាក់ដោយប្រើភ្លេង piano ដាក់ទៅដុកទ័រ Strange ពាក់ឲ្យខ្មៅនោះប៉ុន្តែនៅពេលដែលគេតបមកវិញចង់ផ្ងាជើងក៏ប៉ុន្តែ Strange Q ហ្នឹងគាត់នៅតែស្រូបធម្មពលហ្នឹងវាយត្រឡប់មកវិញកំពុងតែប្រើសិលតទល់គ្នាជូងឆាងទៅដុកទ័រ Strange ពាក់ឲ្យខ្មៅហ្នឹងគាត់កំពុងយកសភៅ Dark Hole នោះហើយដែលនេះវាមានន័យថាធម្មពលហ្នឹងប្រហែលគ្នាទេអញ្ចឹងដុកទ័រ Strange ពាក់ឲ្យ Q ហ្នឹងគាត់ទៅទាញអាសំលេងភ្លេងមកគ្រាប់ទៀតមកគ្រប់ល្មមផ្ទុះប៊ីងអាខ្មៅហ្នឹងធ្លាក់ពីលើអាគារហ្នឹងបាក់កងតពីហ្នឹងទៅអត់ចាំយូរទេយកអាសភៅ Dark Hole ហ្នឹងបើកមើលប្រើ Magic ដើម្បីប្រើ Dreamwalk ទៅរកកូនក្មេងឈ្មោះថា America ហ្នឹងគឺបែបហ្នឹង Justin មកដល់ទីនេះនិយាយថា Doctor Strange មួយនេះមិនខុសពី Doctor Strange ផ្សេងៗទៀតទេតែងតែយកសភៅហ្នឹងមកប្រើជាកម្មសិទ្ធិផ្ទាល់ខ្លួនឯងរហូត Strange គាត់និយាយថាត្រូវហើយគាត់ដូច Doctor Strange ផ្សេងៗទៀតប៉ុន្តែគាត់គ្មានជំរឿទេមកនៅពេលនេះគាត់ត្រូវតែប្រើសភៅហ្នឹងហើយទៅជួយជីវិតអ្នកផ្សេងដើម្បីឲ្យរស់សិនជាមួយគ្នាហ្នឹងកំពុងស្នើសុំ Justin ឲ្យនៅការពាររាងកាយរបស់គាត់ផងនៅពេលដែលគាត់ប្រើ Dreamwalk ហោះចេញទៅបាត់ព្រោះសារនៅពេលនោះប្រកាសជាមានវិញ្ញាណខ្មោចកាយសាហាវគោខៅមកអុកឡុករាងកាយរបស់គាត់ជាមិនខានឥឡូវនេះកំពុងរៀបចំ Dreamwalk ចូលទៅក្នុងខ្លួន Doctor Strange មួយទៀតនៅឯចក្រវាឡគោលរបស់គាត់ហ្នឹងបានបើក portal មកដល់ទីកន្លែងភ្នំតកនេះហើយប៉ុន្តែនៅក្នុងខ្លួនរបស់គាត់នឹងមានព្រលឹងវិញ្ញាណខ្មោចច្រើនខ្លាំងមែនទែនកំពុងតែមកអុកឡុកនៅសាកសពដែលកំពុងដើរហ្នឹងព្រោះសារការដែលប្រើ Dreamwalk នេះវាគឺជាច្បាប់មួយដែលត្រូវបានហាមឃាត់អញ្ចឹងបានដៃពួកព្រលឹងហ្នឹងហើយអុកឡុក Doctor Strange ឡើងចង់បកាច់កិនក្តៅខ្លួនឡើងចង់ឆេះ Justin ឃើញបែបហ្នឹងខំប្រឹងជួយទៅបើកភ្នែកទៅឃើញអាខ្មោចហ្នឹងហោះចេញមកតាមនេះទៀតវាយប្រហារជាមួយគាត់ខ្លាំងមែនទែនក៏ប៉ុន្តែ Justin ហ្នឹងឆ្លាតណាស់ដែរតែយកអាពេងទឹកមួយដែល Doctor Strange ក៏អត់ចេះប្រើកាលពីដើមសាច់រឿងហ៎ដាក់ជាមួយទៀននឹងអុចផាំងឆេះពណ៌ព្រលឹងនឹងងាប់អស់លីតពីនឹងទៅមកទីនេះលើកទឹកចិត្តទៅដុកទ័រ Strange ថាដាច់ខាតត្រូវតែធ្វើឲ្យបានដាច់ខាតត្រូវឈ្នះហើយយកពណ៌ព្រលឹងអស់នឹងមកប្រើទៅទីបំផុតដុកទ័រ Strange អាចគ្រប់គ្រងធម្មពលវិញ្ញាណនេះបានទាំងស្រុងដោយយកពួកព្រលឹងអស់នឹងធ្វើជាស្លាបហោះទៅរក Wanda តែមកហើយបិសាចមួយក្នុងចំណោម4ហ្នឹងវាចេះ Magic ដោយ Wanda ដែរដោយភ្លើង Magic របស់វាពណ៌ក្រហមមកចាត់ការហើយក៏ប្រើត្រូវវងគប់មកខ្សែតេងធ្លាក់កាប់មុខងាប់បាត់ស្មានតែគេមានតែមួយឲ្យទៅមាន3ទៀតជាមួយគ្នានឹង Strange មកដល់ទីនេះល្មម Wanda ប្រើ Magic ពណ៌ក្រហមនឹងគប់ទៅដល់ព្រលឹងខ្មោចនឹងសូបអស់គប់ទៅដល់សូបអស់អញ្ចឹង Strange ក៏ពជាព្រលឹងខ្មោចនឹងទៅអុកឡុក Wanda ឆ្លៀតពេលដែលព្រលឹងនឹងវាកំពុងអុកឡុក Wanda ញ៉ៃអញ្ចឹងក៏លើកមកខាងក្រោយនេះដើម្បីឲ្យវងគាត់ចាប់ឃុំខ្លួនទុកក៏ប៉ុន្តែมันអាចទប់បានយូរប៉ុន្មានទេព្រោះសារ Wanda ខ្លាំងណាស់វងកំពុងតែបញ្ចុះឲ្យ Doctor Strange សូបធម្មពលពីក្មេងស្រីនឹងយកមកប្រើខ្លួនឯងទៅព្រោះសារគាត់អត់ចេះគ្រប់គ្រងមុនក្រោយគង់តែ Wanda យកបាត់ដែរក៏ប៉ុន្តែ Strange គាត់ព្រមទេដើរមកដល់ទីនេះនិយាយលើកទឹកចិត្តទៅថាតាមពិតទៅអាមេរិកនឹងគាត់ចេះប្រើធម្មពលនឹងយូរហើយប៉ុន្តែគ្រាន់តែមិនដឹងខ្លួនហើយមិនដឹងថាពេលណាត្រូវប្រើវាតែប៉ុណ្ណោះពីព្រោះថានៅពេលដែលគាត់បើក portal ឆ្លងចក្រវាឡម្ដងគឺទៅចំគោលដៅល្អខ្លាំងមែនទែនមិនយូរប្រហែល Wanda ងើបមកដល់ទីនេះដាក់ Doctor Strange ផុងដួលដីខ្ពស់ចំណែកអាមេរិកនេះវិញបន្ទាប់ពីទទួលបានកម្លាំងចិត្តហើយស្ទុះម្ដងដាក់ Wanda ម្ដាយខ្ទៀតមកនឹងវាយដើម្បីតម្លាក់ទៅកន្លែងណាមួយហើយប៉ុន្តែគេប្រើ Magic មកវិញតតាំងបានគិតថាវាយមិនឈ្នះទេអញ្ចឹងទៅនឹកឃើញវិធីមួយទៀតដោយបើក portal ទៅចក្រវាឡមួយទៀតឲ្យ Wanda ហើយនឹងកូនស្រីរបស់គាត់នឹងឃើញទង្វើរបស់ Wanda Scarlet Witch នេះមកដល់ទីនេះនៅពេលដែល Wanda មួយនោះរត់មកមើលកូនក៏វាគេខ្ទៀតទៅម្ខាងហើយក្មេងៗពីរនាក់ហ្នឹងភ័យខ្លាំងមែនទែនទោះបីជា Scarlet Witch មានមុខមាត់ដូចទៅនឹង Wanda ក៏ដោយប៉ុន្តែគេនៅតែស្រឡាញ់ម្ដាយរបស់គេអញ្ចឹងទៅ Wanda Scarlet Witch គាត់ខូចចិត្តជាខ្លាំងនៅពេលដែលឃើញគ្រួសាររបស់គេជុំគ្នាហើយមានក្តីសុខបែបនេះក៏នឹកឃើញថា Wanda ខ្លួនឯងវាសេរីនៅនឹងគ្នាដែរអញ្ចឹងទៅ Wanda មួយទៀតមកអែលមុខនិយាយមួយម៉ាត់ពីរទៅក៏សម្រេចចិត្តថាហោះត្រឡប់ទៅវិញមកដល់ទីនេះ Wanda សម្រេចចិត្តថានឹងបំផ្លាញអ្វីៗគ្រប់យ៉ាងពាក់ព័ន្ធជាមួយនឹង Dark Hole នឹងចោលអញ្ចឹងទៅសភៅ Dark Hole នៅចក្រវាឡមួយណាក៏ដោយនឹងត្រូវលាយបាត់បង់សូន្យទៅមកបន្ទាប់ពីហ្នឹងទៅនៅទីនេះគឺគាត់មានឱកាសបាននិយាយពាក្យក្នុងចិត្តហើយព្រោះសារឆ្លាញ់ Justin នឹងខ្លាំងមែនទែនពេលនេះ Dr. Strange និយាយថាគាត់ឆ្លាញ់ Justin នឹងគ្រប់ចក្រវាឡទាំងអស់ឲ្យតែមានវត្តមាន Justin មិនថានៅទីណាក៏ដោយជាមួយគ្នានឹងអាមេរិកគាត់បានបើក portal មកដល់ទីនេះរហូត Dr. Strange ឃើញត្រឡប់មកផ្ទះវិញហើយបន្តមកអាមេរិកក្លាយទៅជាកូនសិស្សរបស់វងបានចូលមហានៅកាមដ្ឋាននេះនៅទីនេះវងគាត់សួរទៅ Dr. Strange ថាអ្មេចដែរបន្ទាប់ពីប្រើសភៅ Dark Hole ហើយមានអារម្មណ៍ថាម៉េចទៅDr. Strange គាត់ថាអត់មានអីផងធម្មតាហើយជាមួយគ្នានឹងវងក៏គាត់ចង់ដឹងដែរថាខ្លួនគាត់វងផ្សេងទៀតនៅចក្រវាឡផ្សេងហ្នឹងវាយ៉ាងម៉េចទៅជីវិតរបស់គេបែបណា Dr. Strange ថាមិនអីមែនប៉ុន្តែឥឡូវនេះគាត់មានភ្នែក3ដូចទៅនឹង Dr. Strange ពាក់ឲ្យខ្មៅនោះដែរហើយនៅចុងសាច់រឿងមានស្ត្រីម្នាក់ដើរមកដល់ទីនេះគាត់មានឈ្មោះថា Clear និយាយប្រាប់ទៅ Dr. Strange ថា Incursion វាកំពុងតែបានកើតឡើងហើយឥឡូវនេះកំពុងតែបើក portal មួយដែលវាមានឈ្មោះថា Dark Dimension ហើយនាំ Dr. Strange ទៅទីនោះបាទសាច់រឿង Dr. Strange ចប់ធំនាអ្នកនរគ្នា admin សូមប្រកាសឈ្មោះអ្នកដែលបានគាំទ្រដល់ admin អ្នកទី1មានឈ្មោះថាអ៊ូចស្រីពៅ support admin $5សូមអរគុណធំអ្នកទី2មានឈ្មោះថាហៃគឹមហៅ support admin $1សូមអរគុណអ្នកទី3មានឈ្មោះថាហេងសៀងហួត support admin $1ដែរសូមអរគុណអ្នកទី4មានឈ្មោះថាភឿកវិរៈ support admin 0.75សូមអរគុណអ្នកទី5មានឈ្មោះថាថណាវី support admin $1ដោយបានរីម៉ាក់ថាចូលចិត្ត admin សម្រាយបាទសូមអរគុណអ្នកគាំទ្រ
អ្នកទី6មានឈ្មោះថាហេងសុផាត support admin $1 ដោយបានរៀបរាប់ថាចូលចិត្តការសម្រាយរបស់បងខ្ញុំសូមសំណូមពរឲ្យបងសម្រាយរឿងមួយបាទចង់បានរឿងអីដាក់មកអ្នកទី7មានឈ្មោះថាជាច័ន្ទរិទ្ធ support admin 0.50ដោយបានរៀបរាប់ថាចូលចិត្តបងសម្រាយហើយបងកុំគិតអ្នកដែលមិនពេញចិត្តយើងអីបងបាទ admin សូមអរគុណដែលផ្ដល់កម្លាំងចិត្តដល់ admin admin សូមអរគុណធំៗដល់អ្នកនរគ្នាដែលតែងតែស្រឡាញ់និងគាំទ្រ channel របស់ admin កន្លងមកជូនពរអ្នកនរគ្នាសុខភាពល្អនិងអាយុវែងរកស៊ីមានបានចាំជួបគ្នាជាមួយ admin វីដេអូក្រោយបាយ